hai chị nha rồi mà đong bay bao bàn hơi trong bạch không prang prang khlangอย่างนี้ធ្វើស្អីទៅមានអីអស់ចាប្តីខ្ញុំធ្វើហត់ជាងនឹងទៀតធ្វើច្រើនបន្តិចក៏អាចធូរកម្លាំងបាទសុស្ដីនេះហ្វុងឈីអីមែនទេលោកគឺអើយហួយចេញអស់ទៅបើខ្ញុំចាំមិនខុសទេលេងជើគឺជាកន្លែងយានថៃអ៊ូពួកឯងហ៊ានអុកលោកទីនេះផងឯងគ្រាន់បើថ្ងៃនេះលោកនាយកយានមកលេងជើឆ្លងកាត់កន្លែងនេះរំខានភាពស្ងប់ស្ងាត់របស់គាត់តើអ្នកណាជាអ្នកទួលខុសត្រូវលោកធ្វើឲ្យខូចស៊ីម៉ងមករទេតម្លៃ200លុយសុទ្ធឬបែជូកុំមិនច្រឡំទេដឹងចង់ឲ្យយើងសងលុយនាងក៏បានដែរតែនាងត្រូវតែចាយនៅឋានខ្មោចឬខ្ជូអកតស្រីថោកទៀបនាងឈួតហើយបងធំរបស់យើងជាស្ដេចក្រែងនៅលីងជើជាចំណិតរបស់លោកយាននាងវាយយើងដូចតែកំភ្លៀងលោកយានចឹងនាងរស់មិនផុតថ្ងៃនេះទេអាមនុស្សអាងអំណាចយើងចង់ដឹងថាអ្នកណារស់មិនផុតថ្ងៃនេះមនុស្សស្ដេចត្រាញ់លីងជើក៏ហ៊ានប៉ះពាល់ដែរខ្លាំងធំមែនបងធំយើងមកហើយនាងស្លាប់មិនខានទេការពិតគឺជាស្រីទេបើមិនចង់ស្លាប់ទេដល់ជើងរបស់នាងចេញទៅបានតាអីយ៉ាយកទៅខ្ញុំសងវិញវាយគ្នារបស់យើងលើទឹកដីយើងចង់ងាប់មែនទេគ្នាលោកធ្វើឲ្យខូចស៊ីម៉ងខ្ញុំមិនសងមិនសុំទោសខ្ញុំគ្រាន់តែជួយបដិគេឲ្យលោកបើនិយាយអញ្ចឹងខ្ញុំត្រូវអរគុណនាងមិនបាច់ទេសងស៊ីម៉ងវិញមកសុំទោសខ្ញុំមួយម៉ាត់រឿងថ្ងៃនេះទុកថាមិនបានកាត់ឡើងមិនក៏មិនឆាប់និយាយបើអញ្ចឹងនាងឆាប់លិតស៊ីម៉ងនេះឲ្យស្អាតភ្លាមទៅហើយលុតជង្គង់អោនក្បាលសុំទោសបងប្អូនរបស់យើងនឹងពិចារណាមិនសម្រាប់នាងអាចនឹងទុកជីវិតឲ្យនាងក៏ថាបានចំណិតកូនចៅយានថៃអូធ្វើការរបៀបហ្នឹងចាំខ្ញុំជួបគេចាំនិយាយជាមួយគេបដៅកូនចៅមិនបានល្អស្ដេចត្រាញ់លីងជើគួរតែបដូរមនុស្សចោលហើយនាងចង់ងាប់មែនទេឈ្មោះរបស់លោកយានក៏នាងហ៊ានហៅដែរចំជាស្រីល្ងងមិនដឹងខ្យល់អីមែននាងវាយកូនចៅរបស់យើងឲ្យមានផ្លូវរស់តែនាងមិនគោរពតាមលោកយាននារីទេពគោរពឲ្យតម្លៃគាត់ខ្លាំងណាស់តែតាំងពីវិមានឈីអ៊ីងគ្រប់គ្រងលីងជើរាប់សិបឆ្នាំអំណាចធំធេងតំណាងដឹកនាំហ៊ុនអ៊ីគ្រប់មានកប់ពពកចង្អុលតែបន្តិចគឺអាចផ្ដាច់ជីវិតរបស់នាងបានហើយយានថៃអូអំណាចធំធេងដូចឯងនិយាយទោះបីជួបខ្ញុំត្រូវអោនក្បាលគោរពខ្ញុំទទួលកំហុសស្រីចង្រៃពិតជាក្អេងកាំងណាស់មើលទៅនាងប្រញាប់ចង់ស្លាប់ហើយបងប្អូនបំពេញបំណងនាងភ្លាមទៅសម្រាប់នាងចោលតែម្ដងទៅជួនដំណឹងយានថៃអូត្រឹម3នាទីឲ្យគេមកជួបខ្ញុំការដ្ឋានប៉ែកខាងត្បូងលេជើយឺត1វិនាទីឲ្យគេបញ្ចប់ជីវិតខ្លួនឯងបាទម្ចាស់ស្រីកំណត់ពេល3នាទីទៅការដ្ឋានភៀកខាងត្បូងឲ្យលឿនបាទហើយយ៉ាលោកយានចិត្តមកដល់ហើយទោះបីជាឋានៈប៉ុនយើងនេះក៏គ្មានសិទ្ធិទទួលគាត់ផងវើយនាងជាស្រីដឹកជញ្ជូនស៊ីម៉ងគ្រាន់តែទូរស័ព្ទមួយម៉ាត់អញ្ជើញគាត់មកមិនបានចង់ផ្ដាច់ជីវិតគាត់ទៀតអីនេះពិតជាថ្លើមធំមែនទែនបានស៊ីម៉ងចូលខួរក្បាលនាងច្រើនពេកហើយមែនទេបានជូននាងទៅជួបនឹងយមរាជភ្លាមទៅសុនអូលៀងហើយលេងចង់រស់ហើយមែនទេឈប់ភ្លាមអត់ទេលោកយានសុនលៀងហើយលេងចង់រស់ហើយលោកយានមកចង់ពេលល្អណាស់ស្រីចង្រៃនេះមិនត្រឹមតែវាយបងប្អូនរបស់យើងទេមិនគោរពលោកទីផងពេលនេះខ្ញុំកំពុងតែចង់បដៅនាងអើយអាចង្រៃហើយពិតជាចង់ងាប់ហើយយើងការពារឲ្យមិនបានទេផអ៊ីងសូមគោរពម្ចាស់ស្រីយានថៃអូសូមគោរពម្ចាស់ស្រីសូមគោរពម្ចាស់ស្រីសូមគោរពម្ចាស់ស្រីម្ចាស់ស្រីអាចង្រៃឯងខ្វាក់ភ្នែកហើយមែនទេចង់ងាប់យកកូនចៅលោកទៅវិញទៅអប់រំឲ្យបានល្អបើមានលក្ខណៈទៀតស្ដេចត្រាញ់លៀងជើខ្ញុំអាចបដូរដាក់អ្នកថ្មីទទួលបញ្ជាខ្ញុំពិតជាអត់ដឹងទេលោកយានខ្ញុំពិតជាមិនដឹងតទៅសោះហើយលោកយានចំជាខ្វាក់ភ្នែកមិនបើគុំតែម្ចាស់ស្រីមេតាគិតថាឯងអាចឈរជើងទីនេះបានទេពួកឯងនាំវាទៅបន្ទប់ហាមឃាត់បង្ហាត់គោលការណ៍វាទៅជាមិត្តកម្មារភាពដែលបំភ្លេចមិនបាននោះពិតជាមិនធម្មតាទេ
រកនាងឃើញហើយបើអញ្ចឹងផ្ញើទីតាំងមកឲ្យខ្ញុំត្រង់នាងភ្លាមលីងជើឈិងអ៊ីង5ឆ្នាំហើយទីបំផុតរកនាងឃើញហើយយប់នេះមានការប្រជុំអន្តរជាតិនិយាយពេលទៅគ្មានអ្វីសំខាន់ជាងនាងទេគ្រួសារចៅសេដ្ឋីនៅលីងជើព្រមចំណាយទ្រព្យសម្បត្តិទាំងអស់ដើម្បីជួបមុខម្ចាស់ស្រីក្នុងពិធីទ្វារនេះអញ្ចឹងយល់គេមានចិត្តស្មោះព្រមទេត្រូវហើយកិច្ចការដែលខ្ញុំឲ្យធ្វើដល់ណាហើយម្ចាស់ស្រីថ្ងៃស្អែកយានថៃអ៊ូតំណាងឲ្យហ៊ុនអ៊ីគ្រប់ចុះកិច្ចសន្យា30,000 លានដុល្លារជាមួយប្តីម្ចាស់ស្រីនៅចំពោះមុខអភិជនគ្រប់គ្នាជួយគ្រួសារហានខ្លាយជាអភិជនលំដាប់ខ្ពស់ធានផាំងបានលើដំណឹងនេះប្រកាសជាសប្បាយចិត្តម្ចាស់ស្រីប៉ុន្មានឆ្នាំនេះក្រោមការជួយជំរុញពីម្ចាស់ស្រីត្រកូលហានខ្លាយជាកំពូលអ្នកជំនួញនៅលីងជើកិច្ចសន្យា1000 លានរហូតដល់ហ៊ុនអ៊ីក្រុមប៉ុន្មានឆ្នាំនេះបើគ្មានម្ចាស់ស្រីគឺគ្មានថ្ងៃនេះទេម្ចាស់ស្រីលះបង់ដើម្បីគេច្រើនណាស់កាលនោះរនុកក្នុងបំផ្លាញខ្ញុំធានផាំងអ្នកជួយខ្ញុំគុណកាត់ថ្លៃពំបានទោះបីប្រកល់គ្រប់យ៉ាងរបស់ខ្ញុំឲ្យគេក៏ខ្ញុំសុខចិត្តគ្រួសារធានផាំងក្រលំបាកស្រឡាញ់មុខមាត់បានខ្ញុំពីដើមមកប្រាណនីតិសាមញ្ញនៅជាមួយគេឥឡូវនេះគេជោគជ័យមានគេឈ្មោះគួរដល់ពេលប្រាប់សាវតាព្រឹករបស់ខ្ញុំហើយរឿងរនុកក្នុងមានតម្រុយអ្វីខ្លះទេខ្ញុំគ្មានសមត្ថភាពតាមពីគ្រប់គ្រងវាមានឈីងអ៊ីងខ្ញុំស៊ើបរហូតតែនៅតែរកមិនឃើញស៊ើបបន្តទៀតបាទមានរឿងមួយទៀតម្ចាស់ទេពពុកយ៉ាងម៉េចទៅហើយម្ចាស់ទេពរួបរวมគ្រប់បណ្ដាក្រុមដឹកនាំជាងទូច្រើនឆ្នាំជាម្ចាស់ក្រៅមេឃគាត់គ្មានអីគួរឲ្យបារម្ភទេប៉ុន្តែគាត់នៅតែបារម្ភពីម្ចាស់ស្រីអាឡូធានផឹងយើងម៉ាក់ធានផឹងម៉ាក់លីស៊ីម៉ងប្រហែលបែកដល់ឥឡូវនេះហ៎ឆាប់មកវិញមានការនិយាយត្រូវឲ្យមុនមកវិញផ្លាស់កៅអៅឲ្យស្អាតកុំឲ្យប្រឡាក់ក្នុងផ្ទះម្ចាស់ស្រីច្បាស់ជាម៉ាក់ខ្ញុំនឹងធានផឹងដឹងដំណឹងជប់លៀងទ្វារនេះចង់ចែករំលែកសប្បាយគួរដល់ពេលប្រាប់សាវតាព្រឹករបស់ខ្ញុំហើយអ្នកណាឲ្យលួចស៊ីសាច់អ្នកណាឲ្យលួចស៊ីសាច់មិនក៏លួចស៊ីមិនក្មេងចង្រៃហេតុអីអត់ឃ្លានម្លេះហ៎មិនក៏អត់ឃ្លានម្លេះឆែខ្ញុំឃ្លានដូចម្ដាយហងអញ្ចឹងដឹងតែពីស៊ីចាំជាបំបងបាយមែនយើងវាយហងឯងឲ្យងាប់យើងវាយឲ្យងាប់ខ្ញុំគ្រាន់តែញ៉ាំសាច់មួយដបលើកយាយវាយខ្ញុំម៉ាក់ធ្វើអីនាវគ្រាន់តែញ៉ាំសាច់មួយដុំចាំបាច់វាយគេដែរមកវិញចាំពេលល្អណាស់ឆាប់នាំឲ្យក្មេងចង្រៃនេះចេញទៅម៉ាក់ចង់មានន័យថាម៉េចនាវជាចៅម៉ាក់បង្កើតចៅបង្កើតទេអញថោកទៀតបង្កើតបានកូនថោកទៀតសំធ្វើចៅយើងដែរហ៎និយាយអញ្ចឹងដូចជ្រុលពេកតែដឹងយើងជ្រុលអីមើលសភាពរបស់ឯងចុះរកកូនប្រុសមិនបានដេកស៊ីនៅក្នុងផ្ទះនេះច្រើនឆ្នាំឯងគាត់បីនឹងគ្រួសារហានទេប្រញាប់នាំកូនចង្រៃឯងនេះចេញទៅកុំនៅនាំតែទើបភ្នែកយើងទៀតទេទីនេះផ្ទះខ្ញុំសំអាងអីដេញពួកខ្ញុំចេញសំអាងអីហ៎សំអាងរបស់នេះលោកចង្គង់សុំទោសភ្លាមទៅពំនោះទេថ្ងៃក្រោយកុំសង្ឃឹមថាបានលឺកូនស្រីនាងហាងនាងថាម៉ាក់ទៀតកុំខ្ញុំលុតបានធំត្រឹមតែជាគ្រួសារជើតូចតាចហ៊ានធ្វើបាបម្ចាស់ស្រីផងហ៎ហអ៊ីងសូមក្រុមម្ចាស់ស្រីសូមក្រុមម្ចាស់ស្រីមកយឺតពេកហើយម៉ាក់ចង់មានន័យថាម៉េចកុំចេះតែម៉ាក់គ្រប់ម៉ាត់ស្រីចង្រៃឯងមិនសមធ្វើកូនប្រសាគ្រូសាហានទេកូនប្រុសយើងបានការពេញចិត្តពីលោកយានស្ដេចត្រាញ់នៅលីងជើមិនយូរទេយកបានកងត្រា1000លានពីពិធីទ្វារនេះត្រឹមឯងហ្នឹងគ្រាន់តែជាអ្នកលីស៊ីម៉ងនៅការដ្ឋានប៉ុណ្ណោះឯងមិនសមជាអ្នកបន្តត្រកូលគ្រួសារហានយើងទេដោយសារគាត់យកបានកងត្រា1000លានតែចង់ឲ្យខ្ញុំលែងលះគ្នាមានអីទៀត5ឆ្នាំមុនយើងមិនដឹងថាឯងប្រើល្បិចអីឡើងក្រែកូនប្រុសយើងបានពូជរបស់យើងបើកុំតែយល់ដល់ឯងមានកូនកុំអីយើងមិនឲ្យឯងចូលគ្រួសារហានទេអ្នកណាដឹងថាពុះឯងនេះអត់កំណើតកាត់បានកូនចង្រៃម្នាក់នោះយើងទ្រាំដល់ថ្ងៃនេះចាត់ទុកថាមានធម្មតាហើយហើយហើយកក្រិចណាស់កូនស្រីឯងដូចឯងចឹងក្លិនក្ររហាមតែម្ដង5ឆ្នាំនេះពេលថ្ងៃខ្ញុំលីស៊ីម៉ងនៅការដ្ឋានពេលយប់ដឹកអីវ៉ាន់រកបានលុយចិញ្ចឹមមួយគ្រួសារមិនក៏មិនថាខ្ញុំក៏ក្រិចនាងស្ម័គ្រចិត្តខ្លួនឯងអ្នកណាបង្ខំនាងឆាប់សញ្ញេទៅហើយប្រញាប់ចេញឲ្យលឿនបើមិនអញ្ចឹងយើងឲ្យកូនប្រុសយើងដេញនាងចេញពីលីងចឹងហើយទេមិនអាចទេបាក់ជាអ្នកបង្ខំគាត់ធានផឹងមិនលែងលះខ្ញុំទេខ្ញុំចង់ស្ដាប់គាត់ផ្ទាល់ឯណាធានផឹងខ្ញុំត្រូវធានផឹងនាងមិនចេះស្ដាប់ទេអីហ៎កូនប្រុសយើងចិត្តបានកងត្រា1000លានខ្លាចជាអភិជនកំពូលនាងមានឋានៈស្អីនាងមានសិទ្ធិស្អីជួបគេធានផឹងខ្ញុំចង់រកធានផឹងពួកយើងលែងគ្នាទៅម៉ារបស់ខ្ញុំនិយាយមិនខុសទេនាងមិនសាសមជាមួយខ្ញុំទេខ្ញុំចង់លែងលះធានផឹងបងនិយាយអីស្ដាប់មិនច្រឡំទេខ្ញុំចង់លែងលះពិធីជប់លេងយប់នេះខ្ញុំនឹងខ្លាចតែជាអភិជនលំដាប់កំពូលនៅលីងជើព្រោះយើងលែងជាមនុស្សនៅក្នុងពិភពតែមួយទៀតហើយបើនៅតែបន្តទៀតមានតែធ្វើបាបខ្លួនឯងទេ5ឆ្នាំមុនមុខរបស់បងបរាជ័យជាពាក់បំណុលគេ200000ដើរសួរមិត្តភក្តិបងប្អូនអស់ហើយអ្នក
អ្នកណាឲ្យបងខ្ចីគឺខ្ញុំទាំងជប់ទាំងថ្ងៃជញ្ជូនស៊ីបងនៅការដ្ឋានមួយបាយគេឲ្យ4ជាន់ទឹកសន្សំបាន20ម៉ឺនឲ្យបងថាឲ្យតែយើងស្រឡាញ់រស់នៅជាមួយគ្នាអាចផ្ដល់ជីវិតបានល្អឲ្យនាងលុយមកកាក់ម៉ាស៊ីនដែលបងចាយជាលុយញើសឈាមខ្ញុំរកបានមកយ៉ាងលំបាក5ឆ្នាំរយៈពេល5ឆ្នាំខ្ញុំប្រកល់ភាពយុវវ័យឲ្យបងអស់ហើយចុងក្រោយបានត្រឹមពាក្យបើមិនតមានតែធ្វើបាបខ្លួនឯងលុយទៅនេះចាត់ទុកថាខ្ញុំបើសងនាងវិញចុះនៅពេលដែលសញ្ញេរួចហើយឆាប់នាំកូនស្រីនាងចេញភ្លាមទៅកុំឲ្យខ្មាស់គេទាន់នាំតែពិបាកទាំងអស់គ្នាទេកុំគិតថាគ្រូសាហានមិនគប្បីនឹងនាងតាមពិតមកពីនាងជំនួយនឹងអនាគតកូនប្រុសខ្ញុំនាងគ្មានប្រយោជន៍ទាល់តែសោះមិនមើលអ្នកនាងចៅកូនស្រីសេដ្ឋីលីងចៅណែនាំថាកែធំឲ្យស្គាល់នោះទើបជានិស័យកូនប្រុសខ្ញុំមិនខុសទេពិធីជប់លៀងនៅយប់នេះគឺអភិជន3នៅលីងចៅចូលរួមមានតែអ្នកល្បីឈ្មោះនៅក្បែរខ្លួនលោកម្ចាស់ទេពកងអង្គរៈវិមានឈិងអ៊ីងមានលោកយានស្ដេចត្រាញ់លីងចៅតំណាងឲ្យគ្រួសារហ៊ុនអ៊ីក្រុបផ្ដល់កងត្រារាប់ពាន់លានមកខ្ញុំបងដឹងថាកងត្រាពាន់លានកុំតែបានប្រពន្ធដែលធ្លាប់ដេករួមគ្នាជាមួយបង5ឆ្នាំជាអ្នកផ្ដល់ឲ្យនេះនិយាយសម្ដីមកមើលស្អីឋានៈទូទាបដូចជានាងនេះហ៊ានយកមកប្រៀបធៀបជាមួយនឹងនាងចៅកូនស្រីគ្រួសារសេដ្ឋីផងហ៎គេត្រឹមកូនស្រីសេដ្ឋីលីងចៅតូចមួយបងយល់ថាគេអាចឲ្យបងចូលរួមពិធីទ្វារនេះស្ដេចត្រាញ់ផ្ដល់កងត្រាពាន់លានឲ្យបងមែនទេឈិញនិយាយហេតុផលបន្តិចបានទេខ្ញុំដឹងថាពីមុននាងល្អចំពោះខ្ញុំណាប៉ុន្តែពួកយើងមិនមែនជាមនុស្សលំដាប់តែមួយនោះទេណាពួកយើងលែងលះគ្នាទៅគឺល្អទាំងសងខាងម្ដាយរបស់ខ្ញុំចំណាននេះហើយគឺសង្ឃឹមថាខ្ញុំនាំកិត្តិយសមកឲ្យដូនតាឲ្យទៅនេះសញ្ញេលុយ20ម៉ឺននោះថ្ងៃក្រោយខ្ញុំសងវិញខ្ញុំមិននិយាយហេតុផលបងគិតថាខ្ញុំព្រោះតែលុយ20ម៉ឺនខ្ញុំចុំឆែកបងដែរចូលសង្គមស៊ីវិល័យមិនមែនដើម្បីបងសុំការអាណិតពីកូនស្រីសេដ្ឋីលីងចៅទេខ្ញុំពិតជាខ្វាក់ភ្នែកបានហើយដំមកយល់ថានាងជាមនុស្សដែលនិយាយហេតុផលតែមិននឹកស្មានថាថ្ងៃនេះនាងប្រកាសយកឈ្នះដើមឡើយខ្ញុំរាជចិត្តចំពោះនាងខ្លះដែរប៉ុន្តែពេលនេះនាងធ្វើជាមនុស្សមិននិយាយខុសត្រូវថែមទាំងនិយាយបង្អាប់ដល់នាងចៅថែមទៀតថ្ងៃក្រោយមិនដឹងថានាំការពិបាកដល់ខ្ញុំប៉ុណ្ណាទេនាងធ្លាប់គិតពីគ្រួសារនេះទេនិយាយមិនឆ្លងកាត់ខុសក្បានកុំថាឡើយអ្នកនាងចៅទោះប៉ានាងសុំជួបខ្ញុំក៏គ្មានសិទ្ធិផងនាងអស់កាយទៀតហើយនាងចិត្តខ្លាចទៅជាតំណែងដែលគេបោះបង់ចោលហើយនៅហ៊ាននិយាយបង្អាប់ដល់នាងចៅទៀតមួយកំភ្លៀងនេះខ្ញុំបដៅនាងចំនួនអ្នកនាងចៅកុំឲ្យថ្ងៃក្រោយនាំការពិបាកមកឲ្យខ្ញុំកាន់តែច្រើនថែមទៀតនាងចាំឲ្យច្បាស់ទៅមនុស្សស្រីថោកទាបដូចជានាងអញ្ចឹងសូម្បីតែស្បែកជើងអ្នកនាងចៅក៏នាងមិនសមលិតដែរនាងគួរតែសញ្ញេឲ្យឆាប់ចាក់ចេញភ្លាមទៅកុំឲ្យអ្នកនាងចៅមកដល់ខ្ញុំការពារនាងមិនបានណាលើកខ្ញុំ5នាងទេធានផាំងលោកតាក់ខ្ញុំមកកំភ្លៀងពីថ្ងៃនេះទៅយើងទាំងពីរមិនពាក់ព័ន្ធនឹងគ្នាទៀតទេចង់បានអញ្ចឹងមែនទេធ្វើអញ្ចឹងមិនល្អទេចាំបាច់ធ្វើអាក្រក់ដាក់គ្នាធ្វើស្អីទៅហ៎មនុស្សប្រុសណាដែលគ្មានមហិច្ឆតាគួរតែបន្ទោសខ្លួននេះឋានៈតូចទៀតទៅវិញទេខ្ញុំនឹងធ្វើឲ្យលោកដឹងគ្មានខ្ញុំហ៊ានធានផាំងលោកគ្មានអ្វីទាំងអស់អ្នកខ្លះគ្មានសមត្ថភាពតែពូកែអួតម្ចាស់ស្រីគ្រួសារចៅសេដ្ឋីនៅលីងចៅសុកចិត្តចាយលុយទាំងអស់ឲ្យតែបានជួបម្ចាស់ស្រីក្នុងពិធីទ្វារនេះនាងជាមនុស្សស្រីតាំងពីបងធានផាំងមិនលែងនោះមែនទេដូចបងធានផាំងនិយាយអញ្ចឹងស្រីមុខចាស់គួរឲ្យខ្លាចអ្នកនាងចៅគេគ្រាន់តែជាអ្នកលីស៊ីម៉ងនៅការដ្ឋានគ្រាន់តែឃើញមុខក៏ដឹងថាក្រមិនដូចអ្នកនាងចៅទេរឹកពីថ្លៃធ្នូសម្រាប់ដោយទេពធីតាអ្នកនាងពេញចិត្តកូនប្រុសខ្ញុំជាផលបុណ្យដែលគេសាងពីជាតិមុនហើយណាអ្នកនាងចៅចំជាភ្នែកឆ្កែមើលឃើញអ្នកណាក៏អន់ចូលចិត្តមើលងាយមើលថោកគេគួរឲ្យស្ដាយស្អីស្ដាយតាំងមនុស្សខុសចង់បញ្ចប់គ្មានអ្វីទាំងអស់ចង់មានន័យថាខ្ញុំជាកូនស្រីសេដ្ឋីមិនអាចប្រៀបស្មើនឹងអ្នកស្រីលីស៊ីម៉ងដូចជានាងទេហីគ្រូសាចៅម្ចាស់ស្រីគ្រូសាចៅសេដ្ឋីនៅលីងចៅសុកចិត្តចាយលុយទាំងអស់ឲ្យខ្ញុំទេនាងគ្រាន់តែជាមនុស្សតូចទាបហ៊ានប្រមាថខ្ញុំផងថ្ងៃនេះបើមិនបដៅនាងមិនដឹងថាគ្រូសាចៅខ្លាំងប៉ុណ្ណាទេអ្នកបំរើបានហើយហ្វុងឈិញខ្ញុំដឹងថានាងលែងលះជាមួយខ្ញុំវាគឺជាការវាយប្រហារខ្លាំងណាស់ប៉ុន្តែមិនមែនជាហេតុផលដែលនាងមើលងាយនាងចៅនោះទេបើសិនជានាងចង់រស់ត្រូវលុតជង្គង់សុំទោសនាងភ្លាមទៅខ្ញុំលុតជង្គង់សុំទោសគេគ្មានសិទ្ធិគ្រប់គ្រាន់ហ្វុងឈិញនាងចង់ស្លាប់ហើយមែនទេតាមមើលគេមិនទាន់ដឹងសេដ្ឋីលីងចៅជាអ្វីផងអ្នកណាក៏ដោយរកស៊ីនៅលីងចៅប៉ាពាល់ដល់ប៉ាខ្ញុំមានតែផ្លូវស្លាប់ប៉ុណ្ណោះអ្នកណាស្លាប់ឬរស់ប៉ាខ្ញុំនិយាយតែមួយម៉ាត់ដូច្នេះខ្ញុំឲ្យអ្នកណាលុតជង្គង់អ្នកនោះត្រូវតែលុតជង្គង់ទទួលខុសពួកឯងវាយវាទៅវាយឲ្យងាប់វាយរហូតទាល់តែវាលុតជង្គង់សុំទោសហាន់ធានផឹងខ្ញុំសួរលោកចុងក្រោយលោកពិតជាចង់លេងលះជាមួយខ្ញុំសូម្បីកូនស្រីក៏មិនចង់បាននេះប៉ាប៉គ្រូសាចៅមានតែផ្លូវស្លាប់តែប៉ុណ្ណោះនេះគ្រាន់តែជាអ្នកលីស្មងនៅក្នុងការដ្ឋាន
គ្មានសិទ្ធិគ្មានអំណាចមានកន្លែងណាដែលសមធ្វើជាប្រពន្ធខ្ញុំទៅ ហានធានផឹងលោកកុំស្ដាយក្រោយអត់សោះមីងមកយ៉ាប៉ាឆាប់ត្រូវការនានាវហើយកុំធ្វើឲ្យម៉ាក់ខឹងអីខ្ញុំចង់នៅជាមួយម៉ាក់នឹងប៉ាកុំធ្វើឲ្យកូនស្រីខ្ញុំនាងចាំមកចង់បន្ទោសក៏បន្ទោសម៉ែឯងធ្វើឲ្យយើងខឹងមិនលុតជង្គង់សុំទោសយើងនាងសាក់ប៉ះប៉ះកូនខ្ញុំមួយសរសៃសក់មើលខ្ញុំនឹងធ្វើឲ្យគ្រួសារចេះអារម្មណ៍ម្លៀងគិតថាខ្លួនឯងជាលោកយាយណាឥឡូវនេះនាងឆាប់លុតជង្គង់សុំទោសយើងតែ សៀអើកុំប្រកាន់ជាមួយមនុស្សថោកទាបអី បញ្ញាប់លុតជង្គង់សុំទោសភ្លាមទៅពុំនោះទេថ្ងៃក្រោយកុំសង្ឃឹមថាបានលឺកូនស្រីនាងហាងនាងថាម៉ាក់ទៀតកុំខ្ញុំលុតខ្លាំងធំត្រឹមតែជាគ្រួសារជើតូចតាចហ៊ានធ្វើបាបម្ចាស់ស្រីផងឯងផអ៊ីងសុំក្រុមម្ចាស់ស្រី សូមក្រុមម្ចាស់ស្រី មកយឺតពេលហើយ ឬមួយក៏ឈិញអ៊ីងមានសាវតាអ្វីដែលខ្ញុំមិនទាន់ដឹង ម្ចាស់ស្រីឬមួយគេជា សុំទុំម្ចាស់ស្រីខ្ញុំនឹងឲ្យកូនចៅអូគេយកទៅពីនេះ មិនបាច់ទេយើងទៅវិញ លើកលែងឲ្យពួកគេបែបហ្នឹងដូចជាស្រួលពេកហើយ ពីពេលនេះទៅខ្ញុំនិងពួកគេលែងជាមនុស្សក្នុងពិភពតែមួយមិនបាច់ប្រកាន់ទៅវិញ ឈិញអ៊ីង ហានធានផឹងកូនជួយជីវិតខ្ញុំសងលោកអស់ហើយពីថ្ងៃនេះទៅយើងមិនចម្ពាក់គ្នាទៀតទេ ស្រីមុខចាស់អ្នកលីស៊ីម៉ងនៅការដ្ឋានធ្វើឯងអស់ចាស្អីស្រីម្នាក់នេះប្រហែលមានតាចាស់ណាចិញ្ចឹមហើយបានជាហ៊ានខ្លាំងដល់ម្លឹងពេលនោះប្រយ័ត្នគេទាត់ចោលទៅស្អីក៏យកមិនបានថែមទាំងមានជំងឺជាប់ខ្លួនទៀត រអើមណាស់លោកអើយធានផាងាកុំទៅខ្វល់ស្រីនឹងទៀតដល់ពេលឯងយកបានកងត្រាពាន់លានពីលោកយានពេលនោះគ្រួសារហានយើងនឹងបានខ្ពស់មុខខ្ពស់មាត់ហើយណាកូនបងធានផឹងលើថាពិធីទ្វីនេះថ្ងៃស្អែកបុគ្គលល្បីនៅពីក្រោយលោកយានមកចូលរួមដែរ នាងថាបុគ្គលល្បីម្នាក់គឺម្នាក់នៅវិមានឈិញអ៊ីងតាមមែនដែរទេ មែនហើយគេក៏មកចូលរួមដែរបងច្បាស់ជាមានមុខមាត់ខ្លាំងហើយប៉ាខ្ញុំស្គាល់ជាមួយគេដល់ពេលនោះចាំខ្ញុំជួយណែនាំឲ្យស្គាល់ សៀខ្ញុំដឹងថាខ្ញុំស្រឡាញ់នាងមិនខុសនោះទេ ម៉ាក់ឆ្ងល់ណាស់ខ្ញុំឡើងឃ្លាននាងឃ្លានហើយទៅញ៉ាំបាយទៅ ម្ចាស់ស្រីព្រោះតែសងគុណគេជួយជីវិតលំបាកជាមួយធានផឹង5ឆ្នាំក្រោមការជួយជ្រោមជ្រែងដោយសម្ងាត់ក្រុមហ៊ុនគេកាន់តែធំផ្ទុយទៅវិញគេដេញម្ចាស់ស្រីចេញពីផ្ទះមនុស្សបែបនេះមិនគួរទទួលបានកងត្រាពាន់លានទេខ្ញុំនឹងជូនដំណឹងទៅថៃអ៊ូដកសិទ្ធិគ្រួសារហានឲ្យចូលរួមកម្មវិធីទេ មិនបាច់ទេកម្មវិធីស្អែកខ្ញុំនឹងចូលរួមដោយផ្ទាល់ខ្ញុំចង់ឲ្យគេឃើញផ្ទាល់ភ្នែកគ្រប់យ៉ាងដែលគេយកចិត្តបានហើយនោះត្រឹមពាក្យខ្ញុំមួយម៉ាត់ត្រូវរលាយទៅវិញ បាទម្ចាស់ស្រីលោកម្ចាស់សៀនជាយារកម្ចាស់ស្រីរហូតគាត់បដិសេធមិនរៀបការជាមួយនឹងអ្នកណាទេស្បត់បើមិនបានម្ចាស់ស្រីមិនស្មានថាសពថ្ងៃនេះ មនុស្សវាស្នាប់ផ្សេងគ្នាខ្ញុំលែងទុកជារឿងសំខាន់ហើយតែខ្ញុំនៅជាពាក់គេលោកពុកមិនហើយ សុខភាពលោកម្ចាស់គឺមិនសូវល្អទេបានអ្នកនឹងវ៉ាន់អឺជួយមើលថែគាត់រហូតមួយរយៈក្រោយមកនេះគឺបានល្អផ្សាយជាងមុនហើយ វ៉ាន់អឺធ្វើបានល្អជាងខ្ញុំជាកូនស្រីទៅទៀតមានគេនៅចិត្តខ្ញុំទុកចិត្តស្រីចង្រៃហ្វុងឈិងអ៊ីងជីវិតថ្លៃមែន 5 ឆ្នាំមុនខ្ញុំបង្ហាត់ដំណឹងឲ្យគេសម្លាប់នាងហើយចេះរស់ត្រឡប់មកវិញដណ្ដើមអង្គជាយាយជាមួយខ្ញុំទេនាងវ៉ាន់អឺឲ្យតែអ្នកនាងទុកម្ចាស់ទេបានដល់ពេលនោះដំណើរនារីទេពនឹងជារបស់អ្នកនាងហ្វុងឈិងអ៊ីងអ្វីគ្រប់យ៉ាងរបស់ឯងខ្ញុំត្រូវតែយកឲ្យបានត្រៀមជូនឲ្យខ្ញុំត្រូវតែលេងចា ធានផាងាបន្តិចទៀតត្រូវតំណាក់តំណងជាមួយបុគ្គលល្បីណា កុំបារម្ភអីម៉ាក់ខ្ញុំចេះលេងលោកហើយខ្ញុំទៅមើលសិនសៀមកហើយនៅ ល្អទៅចោះ ធានផឹងណាំងចាំជាបកាយមែនរស់ស៊ីក្នុងក្រុមហ៊ុនកាន់តែធំឡើងមានកិត្តិយសចូលរួមក្នុងពិធីនេះទទួលបានកងត្រាពាន់លានពីលោកយាន មិនដូចកូនប្រុសខ្ញុំទេមើលតែមុខចំនួនប៉ាគេទៅមិនសូវបានធ្វើអីទេ កូនប្រុសខ្ញុំគេមានកំណើតថ្ងៃនេះដោយសារតែខ្ញុំអប់រំគេបានល្អ នោះគេមកគេជាស្រីមុខចាស់ត្រូវធានផឹងដេញចោលនោះតើ នាងមកធ្វើអីនាងទើបតែលេងលះជាមួយកូនប្រុសខ្ញុំឥឡូវរកបានប្រុសឈ្មោះថ្មីហើយចាំជាល្មោបមែន ម៉ាក់កុំនិយាយអញ្ចឹង ភើយ
ស្រីអត់គេខ្មាស់ដូចនាងនឹងមានអីប្រដេបដាស់ជាមួយប្រុសឈ្មោះក្រៅក្នុងកូនប្រុសយើងមានមុខថាយើងធម្មតាទៀត ខ្ញុំមិនដែលធ្វើអ្វីមិនគាត់បីនឹងធានផឹងទេ នាងមិនដែលធ្វើអីមិនគាត់បីនឹងធានផឹងហេតុអីធានផឹងលែងលះជាមួយ ត្រូវ នាង ហើយធានផឹងទៅលេងដែរជាមួយគេសោះគេយកលុយធានផឹងតែចិញ្ចឹមប្រុសឈ្មោះនៅខាងក្រៅចាំជាស្រីមិនចេះខ្មាស់គេបញ្ញាប្រកួតរបស់គ្រួសារហានត្រឡប់មកវិញ មិនខុសទេរស់នៅក្នុងគ្រួសារហានស៊ីចុកបុកតាពីសងមកវិញទាំងអស់ របស់នៅក្នុងគ្រួសារហានខ្ញុំមិនដែលទុកក្នុងភ្នែកទេលុយរបស់គេក៏ខ្ញុំមើលមិនចូលដែរ នាងឯងជាអ្នកក្រទេនាងឯងមិនចាយលុយកូនប្រុសយើងចោះបានអីចិញ្ចឹមប្រុសឈ្មោលហ៊ានថាអត់ចាយលុយកូនប្រុសយើងកងដៃនេះកូនប្រុសយើងជាអ្នកទិញឲ្យណា កងដៃម្ដាយខ្ញុំទុកឲ្យទេឲ្យខ្ញុំវិញ ម្ដាយនាងក្រីក្រទេមិននឹងអាចមានរបស់ថ្លៃយ៉ាងនេះវាជារបស់កូនប្រុសយើងទេ ឲ្យខ្ញុំវិញ ចុះបើយើងមិនឲ្យយើងនឹងបោះគំទឹកចោលនេះជាចំនួនពេញវ័យម៉ាក់ឲ្យឯងថ្ងៃក្រោយម៉ាក់ស្លាប់បាត់ត្រូវថែទាំខ្លួនឲ្យបានល្អណាស់ ស្រីថោកទៀបសម្លក់យើងចង់យ៉ាងម៉េចយើងបោះកំទេចចោលអញ្ចឹងនាងធ្វើស្អីយើងហ៎ហេតែកំភ្លៀងយើង នេះជារបស់តែម្យ៉ាងគាត់ដែលម្ដាយខ្ញុំទុកឲ្យមិនដែលជាមនុស្សទេណែស្រីចង្រៃនាងដឹងថាកម្មវិធីថ្ងៃនេះលោកយានរៀបចំសម្រាប់គ្រួសារហានទេលោកហានចិត្តខ្ពស់មុខខ្ពស់មាត់នាងតែកំភ្លៀងម្ដាយរបស់គេតាមមើលទៅនាងលេងចង់រស់ហើយអើយមិញឯងមានសិទ្ធអីមកគំរាមខ្ញុំផអ៊ីងនាំពួកគេទាំងពីរចេញទៅក្រៅដាក់វិន័យ ណែចោលធ្វើអីចាំធ្វើស្អីយើងឡើងទៅលេងជើងយើងសម្រាប់លេងចោលទាំងអស់ហ្នឹង ខ្ញុំនឹងឲ្យកូនចៅបដៅពួកគេចាស់ដៃ ចិត្តមនុស្សហេតុអីក៏អាក្រក់ដល់ថ្នាក់នេះលោកចាត់ចែងទៅ លោកហានអបអរសាទរបានការពេញចិត្តពីលោកយានរៀបចំកម្មវិធីសម្រាប់លោកឬថាបុគ្គលល្បីៗក្រៅមេឃថ្ងៃនេះគឺមកចុកកងត្រាវល់កោតជាមួយនឹងលោកហើយពីថ្ងៃនេះទៅលោកខ្លាចជាជាងខ្លាំងពិភពចំនួនថ្ងៃក្រោយលោកកុំភ្លេចខ្ញុំណា ម្នេះទេ3អ្នកនោះជាណាពីមុនមកមិនក៏ខ្ញុំមិនដែលឃើញសោះអញ្ចឹង ពួកគាត់ទាំង3នោះគឺជាអភិជនល្បីឈ្មោះនៅលីងជើម្នាក់ខាងឆ្វេងនោះចឹងឈិងឆាងម្ចាស់គ្រួសារចឹងគាត់គ្រប់គ្រងក្រុមហ៊ុនទាំងអស់នៅលីងជើពិសេសចំនួនអចលនៈទ្រព្យម្នាក់ខាងតាមនោះស៊ីឡុងអាវម្ចាស់គ្រួសារស៊ីក្រុមហ៊ុនធានហើយដែលគាត់គ្រប់គ្រងគឺចំនួនដឹកជញ្ជូនប្រចាំនៅលីងជើចំណែកម្នាក់នៅកណ្ដាលនោះគឺម្ចាស់គ្រួសារលីវសហគ្រិនស្ត្រីល្បីឈ្មោះនៅលីងជើគ្រប់គ្រងចំនួនផ្នែកធម្មពលជាគំរូមនុស្សស្រីគ្រប់គ្នា បាននិយាយអញ្ចឹងពួកគេទាំង3នាក់គឺជាអ្នកក្តាប់ក្តាប់ដង្ហើមលីងជើទាំងមូលរួចចុះលោកយានថៃអ៊ូវិញនោះ លោកហានកំពុងលេងសើចជាមួយខ្ញុំហើយលោកយានជំនួសនៅក្បែរលោកម្ចាស់ទេពក៏ជាចំណិតម្ចាស់វិមានឈីងអ៊ីងដែលក្តាប់ក្តាប់ផ្លូវជំនួយរកស៊ីនៅលីងជើទាំងមូលផងដែរ បងធានផឹងតោះខ្ញុំនាំបងទៅស្គាល់ថៅកែទាំង3សួស្ដីថៅកែទាំង3ខាងនេះគឺលោកធានផឹង អូលើថាលោកហានមានការពេញចិត្តពីលោកយានគាត់រៀបចំពិធីជប់លៀងដើម្បីប្រគល់កងត្រាវល់កោតឲ្យទៅលោកទៀតផងខ្ញុំគិតថាកិត្តិយសនេះគ្មានបុគ្គលទី2ទេនៅលីងជើនេះហ៎ ខ្ញុំទើបឮថាលោកហានភ្ជាប់សម្ព័ន្ធមេត្រីជាមួយកូនស្រីត្រកូលជើសំគ្នាមែនទែនសំគូពីអតីតជាតិអបអរសាទរអបអរ អូអញ្ចឹងហ៎អរគុណ នៅមានរឿងមួយទៀតពាក់ព័ន្ធនឹងអនាគតថៅកែ អីយ៉ាតកែលីវមិនបាច់កាច់កងវែងឆ្ងាយទៀតទេនិយាយប្រាប់ពួកខ្ញុំផងទៅមើល ថ្ងៃនេះមិនត្រឹមតែលោកយានមកទេមានមនុស្សសំខាន់ម្នាក់ទៀតក៏អាចមកចូលរួមដែរ មនុស្សសំខាន់ទេ ឮថាមនុស្សសំខាន់មានអំណាចធំណាស់មនុស្សលំដាប់កំពូលនៅលីងជើ ឬមួយក៏ជានារីទេពដែលល្បីឈ្មោះដែលជាអ្នកបង្កើតវិមានឈីងអ៊ីងហើយយ៉ាបើពិតជាអញ្ចឹងមែនអបអរសាទរប្រសិនបើនារីទេពអញ្ជើញមកដល់ថ្ងៃនេះទុកថាពួកយើងមានសំណាងធំហើយអបអរសាទរអបអរសាទរមកជួយអបអរសាទរ លោកហានមើលណោះមិនក៏គេមក សូមអធិស្ឋានបន្តិចមិនគេមកទីនេះ រឿងអីខ្ញុំមកមិនបាន អូទីនេះជាកន្លែងដែលនាងគួរមកទេលោកហាននាងច្បាស់ចូលរួមជាមួយពួកយើងលោកហាននិងនាងលែងលះគ្នាហើយនាងមកតាមតោងទៀមស្អីទៀតទៅនាងតោងទៀមខ្ញុំយ៉ាងនេះកាន់តែធ្វើខ្ញុំរអើមនាងទេ លោកគ្រាន់តែជាមនុស្សអន់អាងអំណាចខ្ញុំមិនទុកលោកក្នុងភ្នែកទេ អាឡូ ធានផឹងម៉ាក់នឹងមីងវាងត្រូវហ្វុងឈីងអ៊ីងស្អីនោះចាប់ទេ
មិនក៏ចឹង ស្រីថោកទាបនោះនៅជាមួយប្រុសឈ្មោលម៉ាក់តែនិយាយខុសត្រូវជាមួយវាស្រាប់តែវាផ្ទះកំភ្លៀងម៉ាក់តែម្ដង នាងផ្ទះម៉ាក់ខ្ញុំផង គាត់ជាអ្នកធ្វើឲ្យបែកវត្ថុគេម្ដាយខ្ញុំមនុស្សបែបហ្នឹងសំត្រូវគេទេ បាត់មាត់តាមពិតទៅចិត្តថ្លាមនាងពុយពលដល់ម្លឹងផងចំណែននឹងឃើញគ្រួសារហានមានមុខមាត់ខ្ពស់ខ្ញុំហាននឹងនាងលេងលះគ្នាហើយនាងនៅតែដូចឆ្កែឈួតខំគ្រួសារហានមិនលេងទៀត ចិត្តខ្ញុំពឹសពុលខ្ញុំចំណែនហានធានផឹងលោកដូចជាលើកដំកើងគ្រួសារហានលោកពេកហើយខ្ញុំមិនដែលទុកលោកក្នុងភ្នែកសោះ គួរឲ្យអស់សំណាញ់ណាស់ម្ដាយខ្ញុំទូមាននាងដោយសារតែនាងប្តេជ្ញាខាងក្រៅមុននាងមិនត្រឹមតែមិនចេះភ្ញាក់រលឹកទេបែរជាមើងងាយមនុស្សចាស់ហើយថែមទាំងវាយមនុស្សចាស់ យើង ទៀត លេងលះ ផង គ្នាហើយទោះខ្ញុំទៅរកប្រុសផ្សេងលោកគ្មានស្ដីមកជិះឆ្អាត នាងចំជាថោកទាបមែនដូចជាមិនចេះខ្មាស់គេសោះមនុស្សស្រីដូចជានាងនេះសំមុខហើយដែលត្រូវគេលេងលះនោះ ពួកលោកមិនសួររកការពិតដឹងតែពីបន្ទោខ្ញុំលេងចឹងលេងមានច្បាប់ទម្លាប់ហើយ ថោកទាបនាងដឹងថានាងកំពុងនិយាយជាមួយអ្នកណាទេខ្ញុំជាទាយាទរបស់អ៊ូស៊ីគ្រប់ខ្ញុំចង់ឲ្យនាងស្លាប់គឺស្រួលដូចបកចេញអញ្ចឹង ពេលនេះតែខ្ញុំយល់ពួកលោកកង្កែបក្នុងអណ្ដូង បាត់មាត់ភ្លាមទៅហ្វុងឈីងអ៊ីងកុំគិតថាខ្ញុំមិនដឹងឲ្យសោះដោយសារតែខ្ញុំលេងលះជាមួយនាងទៅនាងគុំគួនក្នុងចិត្តហ៊ានធ្វើផ្ដេសផ្ដាស់នៅខាងក្រៅចង់សងសឹកខ្ញុំខ្លាំងនាំឲ្យគ្រួសារហានលេងបានសុខទៀតហើយ ហានធានផឹងដល់ពេលនេះហើយលោកមិនដឹងខ្លួនឯងខុសអីទេ លោកយានពេញចិត្តនឹងខ្ញុំរៀបចំពិធីដើម្បីខ្ញុំត្រៀមកម្រងដេញថ្លៃ walkout ហើយនៅក្នុងយប់នេះខ្ញុំនឹងក្លាយជាជើងខ្លាំងខាងផ្នែកមុខជំនួយនៅលីងជើចំណែកនាងវិញគ្រាន់តែជាអ្នកលីសំងនៅការដ្ឋានខ្ញុំលេងលះជាមួយនាងតើមានស្អីខុសទៅហើយបើសិនជានាងចង់រួចខ្លួននាងឆាប់តែសុំទោសមករបស់ខ្ញុំភ្លាមទៅខ្ញុំទុកផ្លូវរស់ឲ្យនា អ្នក ង គួរសុំទោសគឺពួកគេ ស្រីម្នាក់ដែលពូកែតោងទៀមគេដូចជានាងអញ្ចឹងបានបងធានផឹងលេងលះជាមួយនាងថ្ងៃនេះបកគលល្បីល្បាញជាច្រើនជួបជុំគ្នាមនុស្សស្រីបានត្រឹមជាជួនឥតនៅការដ្ឋានគ្រាន់តែលបចូលមកមានទោសស្លាប់បាត់ទៅហើយបងធានផឹងឲ្យនាងសុំទោសចង់ទុកផ្លូវរស់ឲ្យនាងនៅមិនដឹងល្អអាក្រក់ទៀតទេទៅឆាប់ចេញពីទីនេះភ្លាមទៅខ្ញុំមិនត្រូវការខ្ញុំលបចូលមកអត់អាចទៅសួរយិនថៃអូបានកម្មវិធីថ្ងៃនេះបើខ្ញុំមិនមកគេហ៊ានបើកទេមើលទៅនាងលេងចង់រស់ហើយ ខ្ញុំដឹងថានាងលេងលះជាមួយខ្ញុំគឺនាងមិនសុខចិត្តទេទៅបានជានាងមកដល់ទីនេះបង្ហាញមុខមាត់ឲ្យខ្ញុំឃើញនាងសម្លឹងឃើញលុយកាក់ហើយនៅឋានៈរបស់ខ្ញុំតាមមែនទេហើយចង់ត្រូវគ្នាជាមួយខ្ញុំវិញរឿងនេះខ្ញុំដឹងច្បាស់ណាស់ប៉ុន្តែនាងប៉ះពាល់ដល់លោកយានឆាប់លុតជង្គង់ទទួលកំហុសមិនចឹងទេលោកយានមកដល់នាងត្រូវតែស្លាប់ ឲ្យខ្ញុំលុតជង្គង់ពួកគេមិនសមចាំជាស្រីមិនចេះខ្មាស់អៀនមែនអីក៏ថោកទាបម្លេះលួចចិញ្ចឹមប្រុសជារឿងគួរឲ្យអាម៉ាស់ណាស់ហើយសំដីមិនគោរពគេធ្វើឲ្យគេរបួសកាន់តែអសិលធម៌ឥឡូវនិយាយប៉ះពាល់ដល់លោកយានកំហុសគ្រប់យ៉ាងគ្រប់គ្រាន់ធ្វើឲ្យនាងឈរជើងនៅលីងជើលេងបានក្នុងនាមខ្ញុំជាម្ចាស់គ្រួសារលាវថ្ងៃនេះត្រូវតែបដៅនាងឲ្យដឹងដៃ បានលឺហើយនៅមិនក៏មិនឆាប់លុតជង្គង់ទទួលកំហុសភ្លាមទៅតកែលេងអប់រំនាងបានល្អណាស់វាគឺជាកិត្តិយសរបស់នាងហើយតែនាងបានជាហ៊ានមើលងាយតកែលឺផងមានន័យថាមិនទុកអបជននៅលីងជើក្នុងតែភ្នែកហើយ គ្រួសារលាវមិនបាញ់ចែកសក់ខ្មៅចង់បដៅខ្ញុំសំអាងលើគេមិនទាន់មានសិទ្ធ ឡុងអ៊ីគ្រប់គ្មានសិទ្ធិគ្រប់គ្រាន់ចង់បើមិនថែមគ្រួសារចឹងខ្ញុំទៀតនោះយ៉ាងម៉េចដែរ លោកក៏គ្មានសិទ្ធ តកែចឹងគ្រប់គ្រងដីធ្លីទាំងអស់នៅលីងជើនេះអ្នកណាស្លាប់អ្នកណារស់គាត់និយាយតែមួយម៉ាត់ត្រឹមតែនាងជាមនុស្សគ្មានលុយគ្មានអំណាចមានសិទ្ធិស្អីនិយាយផ្ដេសផ្ដាស់នៅកន្លែងនេះហើយមើលងាយគាត់បែបនេះទៅតើនាងជាស្អីដែរ ថាកាយចឹងលោកត្រូវបដៅស្រីថោកទាបមិនដឹងមេឃខ្ពស់ដីក្រាស់ឲ្យបានល្អដើម្បីឲ្យគេដឹងស្អីទៅការគោរពចាស់ទុំស្អីទៅអត់គេខ្មាស់អភិជននៅលៀងជ័យជាមនុស្សមិននិយាយហេតុផលមិនដឹងល្អអា ឆាប់បិទមាត់ភ្លាមទៅហ្វុងឈីងអ៊ីងពួកគាត់ទាំង3នាក់គឺជាតំណាងអំណាចកម្ពុជារបស់លីងជើនាងហ៊ានឆ្លើយដាក់ពួកគាត់មានតែផ្លូវស្លាប់តែប៉ុណ្ណោះទេមិនក៏មិនឆាប់លុតជង្គង់សុំទោសភ្លាមទៅ អញ្ចឹងយ៉ាងម៉េចពួកគេមិនអាចធ្វើអ្វីខ្ញុំបានទេបើអញ្ចឹងទៅហើយបោករួមទាំងខ្ញុំចៅសៀកូនស្រីសេដ្ឋីម្នាក់ទៀតនាងកាន់តែគ្មានសិទ្ធិ ចំជាមនុស្សស្រីដែលមិនចេះខ្មាស់គេគ្រួសារជើបានលោកយាននៅថែទាំរៀបចំពិធីជប់លៀងទទួលអ្នកមានមុខមាត់នៅពីក្រោយក្នុងពួកគេក៏មាននារីទេពគ្រប់គ្រងទៀតហើយចុះនាងវិញជាស្អីដែរទៅបានជាហ៊ាននិយាយផ្ដេសផ្ដាស់បែបនេះ គ្រាន់ជាកូនស្រីសេដ្ឋីតូចតែខ្ញុំមិនបានទុកក្នុងភ្នែកថ្ងៃនេះទោះជាចៅហើយឆឹងឆោតទីនេះអាចធ្វើអ្វីខ្ញុំបាន ប្រហើនក្អេងក្អាងពេកហើយនាងនិយាយទាំងអំនួតនាងលេងចង់រស់ហើយមែនទេ ចង់ងាប់ ចិត្តដល់ពេលងាប់ហើយនៅមាត់រឹងទៀតបើដឹងថាគ្រូសាចៅមានលោកយានការពីហើយមិនក៏មិនឆាប់លុតជង្គង់ទទួលស្គាល់កំហុសដែរយានថៃអូយ៉ាងម៉េចខ្ញុំក៏មិនដែរទុកក្នុងភ្នែកដែរនាងប្រមាថលោកយានម្ដងហើយម្ដងទៀតនាងមិនត្រូវការជីវិតខ្លួនឯងគេមកទីនេះក៏ត្រូវអន់ក្បាលគោរពខ្ញុំរកងាប់ខ្លួនឯងទេបើបកគលមានអំណាចនៅក្រៅក្នុងលោកយានដឹងទោះនាងងាប់1000ដងក៏មិនគ្រប់ផងមែនទេនៅមានបកគលមានអំណាចណាទៀតពិធីជប់លៀងថ្ងៃនេះលោកយានមកដល់ទី1ប្រគល់កងត្រាវល់កោតឲ្យបងធានផឹងទី2ស្វាគមន៍មនុស្សអាចកំបាំងបើគ្រួសារជើងមានសំណាងបានជួបមនុស្សអាចកំបាំងនឹងបានថ្កុំថ្កើងមួយជីវិតជាមហាកិត្តិយសខ្លាំងណាស់ ឮថាម្ចាស់ទេពកាលពីមុនបានប្រគល់អំណាចឲ្យទៅម្នាក់នោះថែមទាំងឲ្យនាងគ្រប់គ្រងវិមានឈីងអ៊ីងទៀតមានអំណាចខ្ពង់ខ្ពស់ណាស់បើសិនជាបានជួបជាសំណាងរបស់ខ្ញុំណាស់ហើយ មិនមែនហើយ
គ្រួសារជើបើសិនជាបានជួបថ្ងៃក្រោយកាន់តែមានមុខមានមាត់ហើយមានអំណាចនៅក្នុងលីងជើនេះហើយនាងគួរតែស្គាល់កលៈទេសៈបញ្ញាប់លុតចង្គង់សុំទោសខ្ញុំទៅអ្នកណាក៏ការពារនាងមិនបានដែរគ្រួសារជើអស់ចាស្អីទៅអស់លោកនៅទីនេះនិយាយវាប្រហាក់អាក្រក់ណាស់គិតថាខ្ញុំមានកំហុសធ្ងន់យល់ថាខ្ញុំគ្មានលុយគ្មានអំណាចបណ្ដោយឲ្យអស់លោកប្រមាថស្រេចតែចិត្តមែនទេក្នុងនាមជាថាការអភិជនគៀបសង្កត់ខ្ញុំគ្រប់ម៉ាត់មិនខ្លាចលេចលឺទៅខាងក្រៅគេសាច់ចំអកមានមិនអួតថាខ្លួនឯងជាសរសៃសេដ្ឋកិច្ចមិនព្រមរកក្តីសុខឲ្យសង្គមមើងងាយអ្នកទុនខ្សោយនេះជាគំរូសម្រាប់គ្រួសារអភិជនទេចង់ឲ្យខ្ញុំលុតជង្គង់ទទួលកំហុសអស់លោកមិនទាន់មានសិទ្ធិទេចាំជាមិនស្គាល់ល្អអាក្រក់និយាយចង់ឈ្នះពួកយើងមើងងាយគ្រួសារអភិជនបើចង់ងាប់ខ្ញុំអំពេញបំណងចុះអ្នកយាមហ្វុងឈីអ៊ីងនេះจะដល់ពេលស្លាប់ហើយនៅតែមិនព្រមកាយខ្លួនទៀតពិតជាល្ងងណាស់តែកំភ្លៀងវាឲ្យខ្លាំងៗទៅខ្ញុំចង់ដឹងវារឹងប៉ុណ្ណាឈប់ភ្លាមចង់ប៉ះពាល់គេចង់ងាប់មែនទេសូមគោរពម្ចាស់ស្រីសូមគោរពម្ចាស់ស្រីឈប់ភ្លាមចង់ប៉ះពាល់គេចង់ងាប់មែនទេសូមគោរពម្ចាស់ស្រីសូមគោរពម្ចាស់ស្រីប៉អ៊ីងមេកងការពារវិមានឈីងអ៊ីងលោកខាងនេះលោកចង់ការពារគេអ្នកនាងជើយកល្អលុតចង្គង់ចុះអោនក្បាលគោរពម្ចាស់ស្រីភ្លាមក្រែងលោកម្ចាស់ស្រីទុកផ្លូវឲ្យឪពុកអ្នកនាងនិងគ្រួសារជើបានរស់សម្ដេចថ្លោះមែនលោកចង់មានន័យថាពេលនេះបើខ្ញុំមិនលុតចង្គង់សុំទោសគេលោកចង់កំទេចគ្រួសារជើខ្ញុំអញ្ចឹងមែនទេពិតមែនហើយលោកម្ចាស់ផអ៊ីងលោកជាមេកងការពារពីមានឈីងអ៊ីងគ្រួសារអភិជនយើងប្រកាសជាគោរពលោកប៉ុន្តែលោកហាមាត់ចង់កំទេចគ្រួសារជើដូចជាជ្រុលពេកហើយតែដឹងឲ្យគេនិយាយទៀតទៅពុកខ្ញុំស្ថិតនៅលីងចៅបានលោកយានពេញចិត្តទោះបីលោកកងការពារវិមានឈីងអ៊ីងក៏មិនអាចប៉ះពាល់ខ្ញុំស្រេចចិត្តដែរកុំថាឡើយប៉ះពាល់គ្រួសារជើខ្ញុំចង់ជាមិនដឹងខ្យល់អីមែនចង់កំទេចគ្រួសារជើគឺស្រួលណាស់គ្រួសារជើមានលោកយានការពារចង់ប៉ះពាល់គ្រួសារជើមានន័យថាមិនគោរពលោកយានបើចង់ស្លាប់សាក់មើលទៅទោះជាយានថៃអូមកដល់គ្រួសារជើមានតែផ្លូវស្លាប់ដដែលតែផ្ដាស់បើមិនបដៅនាងពិតជាមិនដឹងមេខ្ពស់ដេកអូយនេះហ៊ានទេយើងហីគ្រួសារជើតូចមួយចង់កំទេចចោលខ្ញុំនិយាយតែមួយម៉ាត់ទេប្រាប់តែយានថៃអូឲ្យគេនាំជើហៃឆឹងមកទីនេះភ្លាមជូនដំណឹងទៅហើយល្អអាយ៉ាបងធានផឹងពិធីចិត្តចាប់ផ្ដើមហើយបើគេបន្តឈួតតទៅទៀតអាចនាំទុកដល់ពួកយើងឆាប់ឲ្យគេចេញទៅហ្វុងឈីអ៊ីងនាងបករឿងអស់ចិត្តហើយឬនៅទោះបីជាមានផលអ៊ីងការពារនាងតែបានផលស្អីទៅនាងប៉ះពាល់ដល់លោកយានមានតែផ្លូវស្លាប់តែប៉ុណ្ណោះទេឥឡូវនេះមិនក៏មិនឆាប់លុតជង្គង់ទទួលកំហុសភ្លាមទៅមិនក៏ចាំបាច់បង្កបញ្ហាដាក់ខ្លួនរហូតដល់ដកខ្លួនលែងបាននាងពេញចិត្តហើយយ៉ាងម៉េចលោកចាប់អារម្មណ៍តែលើកងត្រាវល់កោតនោះទេនាងត្រូវតែដឹងឲ្យបានច្បាស់ណាកងត្រានោះវាសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំហើយនឹងគ្រួសារហានហើយចំណាយនាងវិញអុកលោកពិធីម្ដងហើយម្ដងទៀតបើនាងនៅតែបន្តធ្វើបែបនេះជីវិតនាងក៏រស់មិនបានយូរអង្វែងនោះដែរខ្ញុំប្រាប់នាងឲ្យទៅត្រូវហើយកងត្រាវល់កោតនោះពិតជាសំខាន់មែនសំខាន់ដល់ថ្នាក់មនុស្សសេចចេតនាប្តីប្រពន្ធយើង5ឆ្នាំក៏លែងមានតម្លៃអស់ដែរហានធានផឹងខ្ញុំនឹងធ្វើឲ្យលោកដឹងតែលោកបោះបង់ផលប្រយោជន៍អីខ្លះខ្ញុំមិនត្រូវការឲ្យលោកដាស់តឿនលក្ខណៈខ្លាំងខ្លាយកុំធ្វើទឹកមកឲ្យខ្ញុំមើលទៀតសម្រាប់ជីវិតខ្ញុំថ្ងៃនេះខ្ញុំអង្គុយកន្លែងនេះចង់ដឹងថាអ្នកណាហ៊ានយកជីវិតខ្ញុំថ្ងៃនេះខ្ញុំអង្គុយកន្លែងនេះចង់ដឹងថាអ្នកណាហ៊ានយកជីវិតខ្ញុំប្រហើនស្រីឈួតឯងនេះកន្លែងនោះមិនសមនឹងមនុស្សដូចនាងអង្គុយនោះទេខ្ញុំអង្គុយតែពីយ៉ាងម៉េចថោកទៀតឆាប់ចុះមកវិញមកចុះមកកន្លែងនោះជាកន្លែងពិសេសនៅក្នុងកម្មវិធីជាតំណាងឲ្យស្ដេចកំពូលនៅលីងជើនៅលីងជើបើមិនមែនលោកយានមិនមែនអ្នកមានអំណាចខ្ពង់ខ្ពស់គឺមិនអាចអង្គុយនៅទីនោះបានទេឆាប់ចុះមកវិញមកមិនលោកដឹងថាខ្ញុំគ្មានអំណាចខ្ពង់ខ្ពស់មិនហ៊ានប្រកាសថាយានថៃអូមិនអន់ក្បាលគោរពខ្ញុំអ្នកណាថាខ្ញុំអន់ជាងគេឆ្លើមធំគិតថាខ្លួននាងជាអ្នកណាគិតថានាងមានអំណាចមានទ្រព្យសម្បត្តិលើសគេអាចបញ្ជាមនុស្សគ្រប់គ្នាបានមែនទេឋានៈរបស់គាត់លោកគ្មានសិទ្ធិប៉ាន់ស្មានទេចំជាមិនចេះខ្មាស់គេមែនឆ្លើមធំពីមេឃយើងចង់ដឹងថាពេលលោកយានមកដល់នាងស្លាប់បែបម៉េចខ្ញុំប្រាប់ហើយថ្ងៃនេះទោះជាយានថៃអូមកដល់ក៏ត្រូវគោរពខ្ញុំដែរលេងមានច្បាប់ទម្លាប់ហើយចាំជាក្អេងក្អាងនាងត្រឹមជារបស់មួយទឹកត្រូវគេលែងលះគ្មានលុយគ្មានអំណាចដូចជាស្រមោចនៅលើដីគេជន់បានគ្រប់ពេល
មិនត្រឹមតែប៉ុណ្ណឹងនាងមានប្រុសឈ្មោះនៅខាងក្រៅរឿងគ្រប់យ៉ាងបើសិនជាឲ្យគេដឹងគេនឹងស្ដោះទឹកមាត់ដាក់ដូចជាកណ្ដោះដៃឆ្លងផ្លូវបានអ្នកផ្សេងវិញណាគ្មានមុខអីរស់លើផែនដីនេះទេចៅសៀនាងក្អេងក្អាងយ៉ាងនេះប្រយ័ត្នជាប់ចំណងនាំផលអាក្រក់ដាក់ខ្លួនផងឈិងអ៊ីងស្រីថោកទៀតហ៊ានជាយើងផងអេតែមិនអីទេនាងសោះពេលមិនច្រើនឡើយលោកជៀនចិត្តមកដល់ហើយស្រឡាញ់មិនបានកាត់ជាស្អប់កាត់ជាការគុំគួននាងចង់បំផ្លាញពិធីរបស់បងធានផឹងដើម្បីជាការសងសឹកមែនទេល្អណាស់ស្រីចង្រៃចំជាល្បិចពឹសពលមែនសំណាងឲ្យតែបងអូនសៀវឲ្យឆ្លាតមើលឃើញពីល្បិចរបស់នាងភ្លាមបើមិនចឹងទេអនាគតខ្ញុំត្រូវរលាយដោយសារតែនាងហើយបងធានផឹងថ្ងៃនេះគេជាអ្នកក្រគ្មានអ្វីគ្រប់យ៉ាងខំអួតក្តាញ់ឲ្យលឺគ្រាន់តែចង់បោកប្រាស់មហាជនសំណាងហើយបងមើលឃើញទង្វើអាក្រក់គេមុនលែងលះគេហើយគាត់បំណងគេដើម្បីកុំឲ្យបងយកបានកងត្រាបន្ទាប់មកក៏ញុះញង់អភិជននិងលោកយានដើម្បីឲ្យឆេះកំហឹងធ្វើឲ្យគ្រួសារហានទទួលម្នាក់ឯងការគិតរបស់នាងពិតជាសម្បូរបែបសម្ដែងទៀតតើចាំមើលសម្ដែងដល់ពេលណានាងគិតថាត្រកូលអភិជនមើលមិនឃើញទង្វើនិងគំនិតទឹកក្រិចរបស់នាងមែនទេនេះជាមូលហេតុដែលនាងនិយាយមកឈឺឲ្យគេខឹងម្ដងជាពីរដងដេកលើក្រេតតែមួយ5ឆ្នាំខ្ញុំមិនដែលដឹងពីចរិតអន់របស់នាងនោះទេពីដើមដល់ចប់អ្វីដែលខ្ញុំនិយាយលោកទុកជាខ្យល់ក្បែរតិចសម្ដីចៅសៀលោកជឿស្លង5ឆ្នាំនេះខ្ញុំមើលលោកខុសហើយខួរក្បាលរបស់នាងចូលទឹកហើយមែនទេនាងលួចផ្ដេសផ្ដាស់ជាមួយប្រុសខាងក្រៅមិនគប្បីជាមួយលោកហានហើយឥឡូវមានមុខនិយាយទម្លាក់កំហុសឲ្យលោកហានទៀតបើនាងនៅមានសតិលុបជង្គង់សុំទោសលោកហានទៅចង់សើចណាហានធានផឹងមានថ្ងៃនេះខ្ញុំជាអ្នកផ្ដាល់ឲ្យគេទាំងអស់បើឲ្យលុបជង្គង់ទទួលកំហុសគួរតែហានធានផឹងលុតមុខខ្ញុំដោយសារលោកជិនពេញចិត្តលើខ្ញុំទទួលបានកងត្រាជាមួយគាត់ខ្ញុំលែងលះជាមួយនាងសប្បាយចិត្តចង់សងសឹកខ្ញុំវិញថ្ងៃនេះខ្ញុំប្រាប់នាងឲ្យច្បាស់នៅក្នុងខ្សែភ្នែកខ្ញុំនាងគ្មានប្រយោជន៍អ្វីទាល់តែសោះបានត្រឹមតែដាំបាយធ្វើម្ហូបតែប៉ុណ្ណោះហើយចំណែកស៊ីខ្ញុំចំណែកធនធាននិងកម្លាំងក្នុងគ្រួសារនាងជួយឲ្យខ្ញុំបានគ្រប់យ៉ាងតែនាងបានធ្វើស្អីខ្លះទៅប្រហែលលោកមានសិទ្ធិអីមកបដៅម្ចាស់ស្រីនាងគិតថាម្នាក់នឹងអាចការពារនាងបានទេបើភ្នែកធំឲ្យច្បាស់ទៅទីនេះជាកន្លែងអីប៉ះពាល់ដល់គ្រួសារអភិជននាងមានតែផ្លូវស្លាប់ទេហានធានផឹងខ្ញុំមួយជីវិតនេះអ្វីដែលខ្ញុំធ្វើត្រូវគឺលេងណាស់ជាមួយនឹងនាងហានធានផឹងលោកច្បាស់ហើយថាគ្រួសារលោកអាចខ្ពស់មុខខ្ពស់មួយយ៉ាងណាជឿនធ្លាប់ជាប្តីប្រពន្ធនាងប្រញាប់ទទួលខុសទៅនៅចំពោះមុនអ្នកគ្រប់គ្នាក្រែងខ្ញុំអាចជួយនិយាយពីល្អៗប្រមាណម៉ាត់ឲ្យនាងពីថ្ងៃនេះតទៅមនុស្សចេតនាពួកយើងគឺចប់និយាយច្រើនយ៉ាងនេះអ្វីដែលលោកខ្វល់មានតែលុយនិងអំណាចហ្វុងឈិញអ៊ីងខ្ញុំទុកមុខឲ្យហើយបងធានផឹងបាត់ទុកមុខឲ្យគេហើយឈប់ខ្វល់នឹងគេទៅថ្ងៃនេះគេមានចំនួនជាមួយនឹងអភិជននៅលីងជើទោះជាព្រះអិនមកដល់ក៏ការពារគេមិនបានដែរមិនខុសទេស្រីដែលលួចលាក់ជាមួយប្រុសឈ្មោលលោកហានគួរតែជួបដៃឲ្យជ្រះស្រឡះយ៉ាងណាត្រូវធ្វើចិត្តឲ្យដាច់កុំឲ្យបាត់បង់មុខជំនួញដោយសារស្រីបែបហ្នឹងលោកហានយល់អកាត់ឲ្យផឹងទៅកុំឲ្យសាំញ៉ាំបែបនេះមានថ្នាំអ្វីជួយគេទេកុំឲ្យខូចឈ្មោះគ្រួសារហាងដោយសារនាងបងធានផឹងនាងតែកំភ្លៀងម៉ាក់បងហើយនឹងអ្នកមីងណាធានផឹងម៉ាក់ធានផឹងរកយុទ្ធធរឲ្យម៉ាក់ផងអញមើលគេវាយម៉ាក់ដល់ថ្នាក់នេះណានាងថោកទៀតមែនម៉ាក់ខ្ញុំគាត់ចាំម្លឹងហើយនាងវាយគាត់ទៀតគាត់ចង់បានអញ្ចឹងខ្លួនឯងទេគាត់ប្រមាថម្ចាស់ស្រីអញ្ចឹងហើយម្ចាស់ស្រីក៏វាយគាត់បិទមាត់ទៅអាមនុស្សចង្រៃអញគ្មានសិទ្ធិនិយាយទេនាងឯងគួរស្អប់ខ្ពើមណាស់ហ៊ានផ្ដេសផ្ដាស់ជាមួយប្រុសឈ្មោលក្បាត់កូនប្រុសយើងនាំប្រុសឈ្មោលនេះមកអុកឡុកទីនេះទៀតបើយើងមិនវាយសម្រាប់នាងទេយើងមិនមែនតែកូលីទេអស់ចិត្តហើយនៅបើហ៊ាននិយាយផ្ដេសផ្ដាស់ទៀតកុំថាខ្ញុំមិនយល់មនុស្សចេតនាធានផឹងអញមើលវានៅក្អេងក្អាងទៀតឆាប់ឡើងជួយបដៅវាឲ្យម៉ាក់ផងទៅលឿនឡើងមើលទៅឈួតហើយបញ្ញាប់ចូលមកលុតជង្គង់សុំទោសម៉ាក់ខ្ញុំភ្លាមទៅសុំទោសគេគ្មានសិទ្ធិបើនាងព្រមសុំទោសនៅពេលនេះខ្ញុំទុកផ្លូវរស់មួយឲ្យនាងចុះខ្ញុំប្រាប់ហើយគ្រប់គ្នាដែលនៅទីនេះអ្នកណាក៏មិនអាចយកជីវិតខ្ញុំដែរនាងបងធានផឹងកុំខ្វល់វាច្រើនវាមានប្រុសក្បាត់បងហើយមានរឿងជាមួយគ្រូសាអភិជនថ្ងៃក្រោយកំកាពីវាទីស្រីថោកទាបដូចជាវាហ៊ានប៉ះពាល់ឈ្មោះលោកយានកុំថាឡាយវាយបំបាក់ជើងវាទោះជាឲ្យស្លាប់ក៏មិនជ្រុលពេកដែរមិនខុសឡើយលោកយានឋានៈខ្ពង់ខ្ពស់នាងហ៊ានមើលងាយលោកយានពិតជាមិនចង់រស់ហើយមែនទេប៉ះពាល់អ្នកណាមិនប៉ះពាល់វាប៉ះពាល់លោកយានវាលែងចង់រស់ហើយលោកហានស្រីម្នាក់នេះមិនស្គាល់ខ្ពស់ទាបប៉ះពាល់ដល់លោកយានមានរឿងជាមួយគ្រួសារអភិជនទៀតថែមទាំងវាយម្ដាយលោកដល់ថ្នាក់នេះស្រីមានចិត្តពឹសពុលបែបហ្នឹងគួរតែផ្ដាច់ទំនាក់ទំនងជាមួយវាសម្រាប់វាចោលតែម្ដងកុំឲ្យមានបញ្ហាថ្ងៃក្រោយទៀតខ្ញុំនិយាយត្រូវដែរទេសម្រាប់ចោលទៅ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 យូរប៉ុណ្ណាទៀត1នាទីល្អស្លាប់ឬរស់
បន្តិចទៀតនឹងដឹងហើយ ហ្វុងឈេងអ៊ីងចិត្តដល់ពេលស្លាប់ហើយនៅមាត់រឹងដដែលនាងថាមើល1នាទីទៀតលោកយាននាំប៉ាខ្ញុំមកដល់នាងចាំជាមិនឃើញមកឈុំមិនស្រក់ទឹកភ្នែកមែនមិនអីទេបន្តិចទៀតខ្ញុំនឹងឲ្យនាងដឹងអ្វីហេតុថារស់មិនដូចស្លាប់ស្រីម្នាក់នេះបន្លំជាលោកយានមើលងាយអភិជនមិនស្គាល់ខ្ពស់ទាបក្នុងនាមខ្ញុំឋានៈកូនស្រីសទ្ធិលៀងចើបញ្ជាឲ្យលៀងចើកាត់ផ្ដាច់ផ្លូវរស់របស់វា ត្រូវហើយស្រីដែលមិនចេះអៀនខ្មាស់ដូចជាវារស់នៅលើលោកអត់ប្រយោជន៍ខ្ញុំម្ចាស់គ្រួសារលាវសុកចិត្តឈរនៅជាមួយអ្នកនាងចៅ កុំបន្ទោសយើងគ្មានមនោសញ្ចេតនាឲ្យសោះណានាងនាំទុកដាក់ខ្លួនឯងទេនាងក្អេងក្អាងលទ្ធផលគ្រប់យ៉ាងគឺនាងជាអ្នកបង្កឡើងប្រពន្ធអាគេបោះបង់ចោលមើងងាយគ្រប់គ្នាទោះតែផ្ដាល់គេទៅបានមិនចឹងគេនឹងគិតថាគ្រូសាអភិជនអស់បច្ចោចខ្ញុំម្ចាស់គ្រូសាស៊ីសុកចិត្តឈរនៅខាងអ្នកនាងចៅគ្រូសាស៊ីរបស់ខ្ញុំក៏ឈរជាមួយអ្នកនាងចៅដែរអភិជនទាំង3រួមគ្នាចេញមកជាលីងចៅកម្រឃើញទស្សនវិជ្ជាបែបនេះណាស់តកោធំទាំងមុននៅលីងចៅមិនអោបដៃឈរមើលនោះទេណាគ្រូសាចាងឈរជាមួយអ្នកនាងចៅគ្រូសាលោកក៏ឈរនៅជាមួយអ្នកនាងចៅដែរគ្រូសាចាងក៏ឈរខាងអ្នកនាងចៅដែរ ក្រោកឡើងតតាំង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  សំមុខគេហើយធ្វើអ្វីបាននឹងលើកនេះនាងត្រូវចាប់មិនខានបងធានផឹងសំណាងឲ្យបងលេងលះរួចកុំអីមិនដឹងថានាំទុកដល់គ្រួសារហានយ៉ាងម៉េចទេ ហ្វុងឈីងអ៊ីងនេះជាលទ្ធផលដែលនាងចង់បានទេ រំលងផាត់ថ្ងៃនេះលៀងចៅគ្មានកន្លែងឲ្យនាងឈរជើងទៀតទេទោះបីនាងសំទៀនក៏គ្មានអ្នកណាព្រមដាក់ទៀនឲ្យនាងដែរទោះនាងដាច់ពោះងាប់តាមផ្លូវក៏គ្មានអ្នកណាសួរដែរ ដល់ពេលវេលាហើយកាលពីនៃនាងទៅដល់ដែរ លោកម្ចាស់យានចេញមកដល់លោកម្ចាស់យានចេញមកដល់ អត់ទោឯណាលោកយាន លោកយានឲ្យខ្ញុំយកកងត្រាមកមុនគាត់មកដល់តាមក្រោយ ធានផឹងល្អណាស់លោកយានខ្លាចឯងចាំយូរទើបបញ្ជូនកងត្រាមកមុនឃើញទេ អ្នកណាគេនឹងហ៊ានអង្គុយកន្លែងរបស់លោកយានផង ទោះបីយានថៃអូមកដល់ចង់ឈរនៅក្បែរយើងក៏ត្រូវស្ដាប់បញ្ជាយើង គេឈួតឲ្យប្រមាណលោកយានបំផ្លាញកម្មវិធីចោលមិនបញ្ញាប់ចំមកទទួលខ្មោចទេ ថ្ងៃនេះបើខ្ញុំលុតជង្គង់សុំទោសមនុស្សនៅទីនេះទាំងអស់ច្បាស់ជាទទួលយកមិនបាន ប្រមាណលោកយាននិយាយក្អេងក្អាងបន្តិចទៀតលោកយានមកដល់នាងត្រូវស្លាប់យ៉ាងកំសត់ហើយ ដំបងចង់ឲ្យគេស្លាប់ដៃស្រួលបន្តិចទៀតលោកយានមកដល់នាងនឹងបានដឹងអ្វីហេតុថាចង់រស់មិនបានចង់ស្លាប់មិនកើត ដំណើរការនេះហើយនឹងមិនផ្ញើចង់អូសគ្រូសាយានទម្លាក់ទឹកមែនទេ លោកកុំគិតថាខ្លួនឯងអស់ចិត្ត នាងមិនខ្វល់នឹងខ្ញុំក៏បានតែនាងត្រូវគិតដល់នាងបើប៉ះពាល់ដល់លោកយានក៏នឹងដាក់ទោសនាងក៏លែងមានផ្លូវរស់ដែរតែនាងជុលទេហ៎ កុំរំលឹកពីនាង នាងមើលទៅអស់កាយហើយ បងធានផឹងបងជួយដាក់ទៀនគេហើយគេមិនស្ដាប់ឈប់ខ្វល់គេទៅហ្វុងឈីងអ៊ីងខ្ញុំដឹងនាងមាត់រឹងប៉ុន្តែខ្ញុំមិនដឹងថាកូនស្រីរបស់នាងមាត់រឹងដែរឬអត់ នាងចង់ធ្វើអី នាំមនុស្សចូលមក នាង នៅស្ងៀម នាងចង់ធ្វើអីលែងនាងទៅ មើលកូនចង្រៃនេះមុខមាត់កាត់តម៉ាក់វាគ្រាន់តែឃើញឡើងរអើមហើយថ្ងៃនេះក្នុងនាមខ្ញុំជាសទ្ធិលីងចៅប្រកាសឲ្យមនុស្សគ្រប់គ្នាផ្ដាច់ផ្លូវរស់របស់នាងហើយនឹងកូនចង្រៃរបស់នាងនេះខ្ញុំនឹងឆោតមុខវាឲ្យខ្ទេចលក់វាទៅក្រៅប្រទេសឲ្យគេជន់ឈ្លីក្រោមជើងឲ្យគេប្រមាថមួយជីវិត ចៅសៀបើនាងហ៊ានប៉ះពាល់កូនខ្ញុំមួយសរសៃសក់ខ្ញុំនឹងធ្វើឲ្យគ្រួសារជើស្លាប់កំដរខ្ញុំ មិនត្រឹមតែឆោតមុខរបស់វាទេថែមទាំងប្រាប់បងធានផឹងឲ្យផ្ដាច់ទំនាក់ទំនងម្ដាយកូនជាមួយពួកវាទៀតបងធានផឹងឆោតមុខវាទៅនេះ ហានធានផឹងគេជាកូនស្រីលោក បងធានផឹងស្រីម្នាក់នេះធ្វើឲ្យលោកយានខឹងស្ទើរតែធ្វើឲ្យបងយកកងត្រា30,000លានមិនបានបើបងមិនផ្ដាច់ទំនាក់ទំនងជាមួយវាដល់ពេលនោះក្រុមហ៊ុនមានបញ្ហាប្រយ័ត្នតែហួសពេល អ្នកនាងចេះនិយាយមិនខុសទេលោកហានបើលោកឆោតកំតិចមុខក្មេងចង្រៃម្នាក់នេះដោយខ្លួនឯងគឺលោកប្រកាន់សច្ចធម៌ពេលម្ចាស់ទេពនិងម្ចាស់វិមានមកដល់ច្បាស់ជាកោតសរសើរលោកថាលោកនៅក្មេងមានស្នាដៃល្អសម្រាប់ដើម្បីយុត្តិធម៌គាត់មើលលោកក្នុងតម្លៃផ្សេងទេមិនបានទេហានធានផឹងលោកឈួតហើយគេជាកូនស្រីលោក បងធានផឹងខ្ញុំដឹងបងជាមនុស្សល្អបើបងលើកដៃមិនរួចទេខ្ញុំអាចជួយបងបានវាគ្រាន់តែជាកូនចង្រៃកើតពីមនុស្សថោកទាបដល់ពេលនោះយើងរៀបការខ្ញុំនឹងបង្កើតកូនប្រុសឲ្យបង បើមិនបដៅគេចេញនោះលទ្ធផលមើងងាយពួកយើងបែបណាក៏មិនអាចទីដឹងនោះឡើយត្រូវហើយបើមិនបដៅស្រីថោកទាបនោះនាងមិនដឹងថាមើងងាយយើងមានលទ្ធផលបែបណាទេគ្មានអ្វីគួរស្ដាយឡើយប៉ានាងនាងកុំបន្ទប់ប៉ាអីណាកុំបន្ទប់ម៉ាក់ហេងគឺជាអ្នកសាងកំហុស ជួយខ្ញុំផងខ្ញុំខ្លាចណាស់ម៉ាក់កូន ប្រហឿន
អ្នកទាំងអស់គ្នាជួបភ្លាម លោកយានសូមស្វាគមន៍លោកយានចេញមកដល់ ពួកឯងពិតជាថ្លាមធំមែនពួកឯងពិតជាថ្លាមធំមែនលោកជិនខ្ញុំគឺហានធានផឹងអ្នកកាន់កាប់សិទ្ធហានស៊ឺគ្រប់កម្មវិធីជប់ជុំនេះមានការពេញចិត្តពីលោកខ្ញុំពិតជាសំណាង3ជាតិហើយថ្ងៃក្រោយខ្ញុំនឹងដើរតាមលោកបម្រើលោកជិននិចហ្វងឈិញសេរីថោកទាបមិនក៏មកឆាប់ចូលមកឆាប់មកសុំទូលលោកជិនទៅលោកហានលោកពិតជាខ្លាំងណាស់ ស្រីចង្រៃលោកយានមកហើយបន្តិចទៀតនាងកាន់តែកំសត់ មែនទេអញ្ចឹងចាំមើលទៅលោកយានខ្ញុំជាកូនស្រីចៅឆៃឆឹងសេដ្ឋីលៀងឆឹង នេះពួកឯងធ្វើអីហា លោកយានកម្មវិធីថ្ងៃនេះមានបញ្ហាបន្តិចបន្តួចត្រូវស្រីមិនយល់សាច់កាម្នាក់គេមករំខាន មិនហើយលោកជិនមនុស្សម្នាក់ល្ងងខ្លៅគឺមិនដឹងល្អអាក្រក់ទេណា លោកយានកុំបារម្ភពួកខ្ញុំនៅបណ្ដាញស្រីចង្រៃនេះចេញក្រៅ សំជាអភិជនទាំង3នៅលីងជើពួកលោកគឺពិតចោះចានណា លោកយានប៉ាខ្ញុំអត់មកជាមួយលោកទេ ត្រឹមជាសេដ្ឋីលីងជើតូចមួយនាងចូលថាគេមានសិទ្ធិចូលរួមជាមួយខ្ញុំបានទេមុននេះគឺមានគេបានប្រកាសចង់ឈុតមុខក្មេងស្រីម្នាក់នេះ លោកយានមិនតន់ដឹងទេស្រីចង្រៃនេះហ៊ានមើងងាយលោក នាងចំចំណេញអនមែននាងដឹងថាក្មេងស្រីម្នាក់នេះមានឋានៈបែបណាទេ លោកយានច្បាស់ជាការពីមុខមាត់បងធានផឹងយល់ថាក្មេងចង្រៃនេះជាកូនស្រីបងធានផឹងទើបចេញមុខការពី លោកជិនក្មេងស្រីនោះជាកូនមកកើតខ្ញុំប៉ុន្តែជ្រើម្ដាយគេមិនឡោខ្ញុំក៏ផ្ដាច់ទំនាក់ទំនងជាមួយនឹងគេទៅមែនទេគឺជាការពិតពួកគេមិនពាក់ព័ន្ធអ្វីនឹងខ្ញុំទេស្រីម្នាក់នោះពិតជាថោកទាបណាស់ចាំខ្ញុំបញ្ជាឲ្យដេញគេចេញទៅក្រៅណែជិមឯងចំជាខ្វាក់ភ្នែកមែនខ្ញុំប្រាប់ឯងក្មេងស្រីនេះម្ដាយគេជីវិតខ្ពង់ខ្ពស់មួយជីវិតឯងប្រាថ្នាមិនបានទេដឹងទេលោកជិនដូចជាខឹងខ្លាំងណាស់មានអ្វីកើតឡើងទៅ យានថៃអូ នាងហ៊ានហៅឈ្មោះលោកជិននាងចង់ស្លាប់ហើយមែនទេបើតមកទៀតជិននឹងកាត់អណ្ដាតឯងចោល លោកយានកុំខឹងអីស្ដាប់ខ្ញុំសិនសូមគ្រប់ម្ចាស់ស្រី សូមគ្រប់ម្ចាស់ស្រី ហានធានផឹងនេះជាកងត្រា30ប៉ុនលានដែលយានថៃអូប្រគល់ឲ្យលោកថ្ងៃនេះថោកទីកងត្រា30ប៉ុនលាននាងគ្មានសិទ្ធិប៉ះពាល់ទេសួរយានថៃអូមើលកងត្រា30ប៉ុនលាននេះខ្ញុំមានសិទ្ធិប៉ះទេ ម្ចាស់ស្រីកងត្រា30ពាន់លាននេះស្រេចតែម្ចាស់ស្រីជាអ្នកចាត់ចែងអ្នកណាមិនសុខចិត្តនោះ ឈប់សិនលោកយានកុំចាញ់បោកស្រីម្នាក់នេះឲ្យសោះគេលបចូលក្នុងពិធីថែមទាំងវាយម្ដាយលោកហានមានរបួសថែមទាំងឆ្លោះជាមួយនឹងបណ្ដាអភិជននៅទីនេះគេថែមទាំងបន្លំធ្វើជាលោកស្រីរបៀបហ្នឹងធ្វើបាបកូនវាចាត់ទុកថាបន្ធូរដៃហើយលោកយានមិនក៏ប្រកល់កងត្រាឲ្យវាចាត់ចែងទៅវិញ តើកៅលឿននេះជ័យត្រូវណាស់ស្រីបែបនេះគួរតែធ្វើបាបកូនវាកុំឲ្យវារស់នៅលីងជើតទៅទៀត មិនខុសទេគួរតែធ្វើបាបកូនវាពីនេះឲ្យធ្ងន់ធ្ងរ ក្នុងឋានៈខ្ញុំម្ចាស់គ្រួសារលាវសូមលោកយានចាត់ការវាទៅរួចប្រកល់កងត្រាឲ្យទៅលោកហាន លោកយានចាត់ការវាទៅ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 លោកយាន ខ្ញុំគួរចាត់ការពួកលោកទើបត្រូវណែយឹម មិនបាច់ទេយានថៃអូអស់លោកនៅទីនេះយល់ថាខ្ញុំមិនគួរចាត់ចែងកងត្រាមែនទេអស់លោកយល់ថាខ្ញុំជាស្រីធម្មតាមិនទាំងអាចប្រគិតស្មាជាមួយនឹងអ្នកអភិជនហានធានផឹងខ្ញុំនិយាយត្រូវទេ ឈិញនឹងមានលទ្ធផលដូចថ្ងៃនេះនេះជាអ្នកសាងខ្លួនឯងព្រោះនេះជាមនុស្សស្រីទុយតាច់តាំងពីដើមមកឥឡូវចូលមកដណ្ដើមកងត្រារបស់គេដោយប្រមាថលោកជិននេះ គឺមានតែខ្ញុំទេផ្ដាច់ផ្លូវគេ ធានផឹងមិនក៏កងត្រាតម្លៃ30ពាន់លានក្នុងភ្នែកអ្នកទាំងអស់គ្នាក្នុងភ្នែកខ្ញុំវិញគឺគ្រាន់តែជាសម្រាមគ្មានតម្លៃអីទាល់តែសោះ ហ្វងឈិញនេះឈួតហើយមែនទេ កងត្រានេះខ្ញុំជាអ្នកឲ្យលោកហានធានផឹងលោកជាកពើរមើលគុណមិនស្មើសិទ្ធិនៅឆានខ្ញុំឲ្យលោកបានខ្ញុំក៏អាចយកមកវិញបានដែរ សូមម្ចាស់ស្រីវិមានកុំខឹងអី ម្ចាស់វិមានមិនក៏ទៅជាអញ្ចឹងតើតែម្នាក់នោះទៅហៅថាម្ចាស់វិមានឬមួយគេយានថៃអូក្នុងនាមលោកជាអង្គរៈទេពការពារវិមានឈិងអ៊ីងតំណាងហ៊ុនអ៊ីគ្រប់
ក៏ជាស្ដេចតាំងលេងចៃលោកគ្រប់គ្រងឲ្យពីជនរបៀបនេះ ខ្ញុំគ្រប់គ្រងមានការធ្វើប្រហែសសូមម្ចាស់ស្រីដាក់ទោសមកចុះ ថ្ងៃនេះបើខ្ញុំមិនមកចូលរួមទេខ្ញុំនៅតែមិនទាន់ដឹងមនុស្សរបស់លោកចូលចិត្តអាងអំណាចធ្វើបាបគេ អូម្ចាស់វិមានកំរំអីចាំមើលអ្នកណាហ៊ានធ្វើឲ្យម្ចាស់វិមានមិនសប្បាយចិត្តខ្ញុំនឹងជំរាបបញ្ជីជាមួយគេ ផអ៊ីង បាទ នាំអ្នកនេះចេញទៅមើលថែបានល្អរឿងថ្ងៃនេះខ្ញុំមិនចង់ឃើញជាលើកទី2ទេ បាទ ម្ចាស់វិមានសូមឲ្យជើញឡើងអង្គុយវិញចាំខ្ញុំឈ្នះចិត្តចាស់ពួកអស់នេះ កៅអីពិសេសតំណាងអំណាចកម្ពុជានៅលីងជើបើមិនមែនយានថៃអូបើគ្មានទ្រព្យសម្បត្តិមានអំណាចលើគេអង្គុយមិនបានទេថ្ងៃនេះបើខ្ញុំចង់អង្គុយខ្លាចតែធ្វើឲ្យមហាជនខឹង អ្នកណាហ៊ានពួកគេសិតតែមានភ្នែកអស់ប្រស្រីពួកគេហ៊ានប្រមាថម្ចាស់វិមានខ្ញុំត្រូវតែធ្វើការពិន័យពួកគេធ្ងន់ធ្ងរម្ចាស់វិមានសូមអញ្ជើញអង្គុយ លោកជីនលោកត្រូវនាងកុហកហើយនាងគ្រាន់តែជាស្រីឋានៈតូចទាបគ្មានសិទ្ធិគ្មានអំណាចលោកមិនគួរគោរពនាងបែបនេះនោះទេ បិទមាត់ទៅកូនចង្រៃបិទមាត់ភ្លាម ប៉ាមកដល់ហើយស្រីថប់ទៀតនាងអើយ ហេងឆាប់លុតជង្គង់ភ្លាមទៅ ខ្ញុំអត់ធ្វើខុសទេហេតុអីលុតជង្គង់ ឯងដឹងថានរណាំប្តីអ្នកណាទេ ខ្ញុំជាកូនស្រីដែលមានឋានៈខ្ពង់ខ្ពស់ចំណែកប្រពន្ធអាបងធានផាំងគ្រាន់តែជាស្រីលីស៊ីម៉ុងនៅក្រាបឋានមិនសមមានមុខមិននរណាប្រុសខ្ញុំទេ បិទមាត់ទៅកូនចង្រៃយើងគ្មានកូនស្រីដូចឯងទេឯងប៉ះពាល់អ្នកណាមិនប៉ះពាល់មិនបានជាមកប៉ះពាល់មនុស្សខ្ពង់ខ្ពស់បែបនេះគ្រួសារជើត្រូវឯងបង្ខំឲ្យតក់ចោកហើយបាទហើយមិនឆាប់លុតជង្គង់សុំទោសម្ចាស់វិមានទៅកូនចង្រៃម្ចាស់វិមានកូនចង្រៃអកតញ្ញូរបស់ខ្ញុំនេះប៉ះពាល់ម្ចាស់វិមានខ្ញុំសុខចិត្តលះបង់ទ្រព្យសម្បត្តិគ្រួសារជើទាំងអស់យល់ដល់គ្រួសារជើស្មោះត្រង់ជាមួយម្ចាស់វិមានលើកលែងឲ្យគេម្ដងទៅម្ចាស់វិមាន ទ្រព្យសម្បត្តិគ្រួសារជើប៉ុណ្ណឹងខ្ញុំមើលមិនចូលទេទោះជាលោកស្មោះត្រង់យ៉ាងណានៅវិមានឈីងអ៊ីងលោកមានអំណាចខ្លាំងដែរថាទៅមើលថ្នាក់ទៀតប្រមាថថ្នាក់លើគួរពិន័យយ៉ាងម៉េច ម្ចាស់វិមានខ្ញុំមានតែកូនស្រីម្នាក់គត់គេនៅក្មេងខ្ចីមិនដឹងខ្យល់អីប៉ះពាល់ម្ចាស់វិមានសូមម្ចាស់វិមានលើកលែងទោស គេនៅក្មេងខ្ចីមិនដឹងអីទេប៉ុន្តែគេចង់ឈុតមុខកូនស្រីរបស់ខ្ញុំចង់លួចគេទៅធ្វើទាសករនៅបរទេស ថាម៉េចមីកូនចង្រៃឯងចង់ឲ្យគ្រួសារជើរលំរលាយហើយតែមិនដែរទេ មិនអាចទេប៉ា ផុសចេញយើងគ្មានកូនស្រីដូចឯងទេម្ចាស់វិមានចាប់ពេលនេះតទៅខ្ញុំលុបឈ្មោះវាចេញពីត្រកូលជើតាមម្ចាស់វិមានចាត់ចែង ប៉ាឈួតហើយអីខ្ញុំជាកូនស្រីប៉ាមិនក៏ប៉ាធ្វើដាក់ខ្ញុំអញ្ចឹង បិទមាត់ទៅយើងគ្មានកូនស្រីអកតញ្ញូដូចឯងទេពេលនេះទៅមនោសញ្ចេតនាឲ្យកូនពួកយើងត្រូវចប់ហើយឈប់ហៅយើងថាប៉ាទៀតយើងគ្មានកូនស្រីដូចឯងទេ ប៉ាកុំអីប៉ាមកខ្ញុំ ម្ចាស់វិមានខ្ញុំនាំគេត្រឡប់ទៅផ្ទះវិញមិនឲ្យចេញពីផ្ទះជារៀងរហូតនេះជាទូកំហុសរបស់គេមិនឆាប់ទៅឲ្យឆាប់ឡើងទៅ ម្ចាស់វិមាននៅហានធៀមភឹងម្នាក់ទៀតគួរចាត់ចែងបែបណា គ្មានកងត្រារបស់យើងគ្រួសារហាន់រស់មិនបានប្រមាណទេ នេះជាលទ្ធផលដែលនាងចង់បានប្រហឺន5ឆ្នាំនេះនាងខកខ្ញុំអត់រហូតគ្រាន់តែចង់សើចចំអកខ្ញុំថ្ងៃនេះមែនទេ ខ្ញុំធ្លាប់ប្រាប់លោកហែងទៅប៉ុន្តែលោកធ្លាប់ជឿខ្ញុំដែរទេអ្វីដែលលោកជឿបានត្រឹមតែអំណាចនឹងខ្សែនៅក្នុងភ្នែកលោកគួរឲ្យស្ដាយចិត្តលោកចង្អៀតចង្អល់គិតថាខ្លួនឯងអស្ចារ្យស្មានថាបានតង់កូនស្រីគ្រួសារជើអាចមានអំណាចបនស័ក្តិតែលោកមិនដឹងទេក្នុងភ្នែកខ្ញុំទ្រព្យសម្បត្តិតកូលអភិជនមិនស្មើនឹងស្រមោចមួយក្បាលទេ មិនអាចទេ 5ឆ្នាំនេះខ្ញុំលំបាកលំបិនប៉ុណ្ណាមិនដែលស្រែកធំមួយម៉ាត់ក៏មិនដែលមិនគប់បីនឹងគ្រួសារហាន់ដែរប៉ុន្តែលោកនឹងម្ដាយលោកធ្វើដាក់ខ្ញុំនឹងនាវយ៉ាងម៉េចនិយាយទៅហាន់ធានផឹងលោកមិនដែលចាត់ទុកខ្ញុំជាប្រពន្ធលោកទេក្នុងភ្នែកលោកខ្ញុំគ្រាន់តែជាមេដោះម្នាក់ក្នុងគ្រួសារហាន់តែប៉ុណ្ណោះប្រើរួចបោះបង់ចោលចាប់តាំងពីលោកមានកំណត់យកកូនស្រីសេដ្ឋីលោកមិនដែលឲ្យម្ដាយលោកវាយខ្ញុំជេរខ្ញុំមិនឲ្យបាយកូនខ្ញុំញ៉ាំជេរថាជាកូនចង្រៃលោកធ្លាប់គិតទេពេលដែលលោកអាចធ្លាក់ខ្លួនដល់ពេលនេះ ខ្ញុំចង់បានអំណាចបនសាមានឯខុសទៅដើម្បីមកជំនឿខ្ញុំលះបង់ញើសឈាមប៉ុណ្ណាហេតុអីក៏នាងមិនជួយពីខ្ញុំអញ្ចឹងហេតុអី ដល់ពេលនេះឲ្យលោកមិនភ្ញាក់រលឹកទៀតលោកយល់ថាតកូលហាន់មានថ្ងៃនេះជាគុណសម្បត្តិលោកមែនទេប្រាប់លោកចាស់គ្មានខ្ញុំគឺគ្មានហាន់ស៊ឺគ្រប់ទេ ខ្ញុំពឹងខ្លួនឯងចំណាយញើសឈាមអស់ច្រើនណាស់ទើបអាចកសាងហាន់ស៊ឺគ្រប់បាន 5ឆ្នាំមុនគ្រាន់តែជាអ្នកក្ររៀបការប្រពន្ធរួចទៅបើកក្រុមហ៊ុន បាត់មាត់ទៅហានធៀមភឹងខ្ញុំបង្កើតមុខជំនាញខ្លួនឯង
ខ្ញុំតស៊ូគ្រប់យ៉ាងទើបមានថ្ងៃនេះបានការពេញចិត្តពីលោកជីនអញ្ចឹងខ្ញុំចូលរួមកម្មវិធីនាងសំអាងអីបដិសេធកម្លាំងញើសឈាមខ្ញុំ5ឆ្នាំមកនេះមើលទៅឯងពិតជាមនុស្សប្រុសល្ងង់គ្មានចំណេះដឹងនៅក្នុងខ្លួនខ្ញុំប្រាប់ឯងចុះសំអាងឯងម្នាក់គ្រាន់តែជាអ្នកក្រគ្មានលុយគ្មានសិទ្ធិគ្មានអំណាចឯងមកក្រុមហ៊ុនចាំមិនកើតឯងពិតជាមានថៅកែសហគ្រាសធំចុះកិច្ចសន្យាជាមួយនឹងពួកឯងហេតុអីក៏មិនប្រើគូក្បាត់គិតមើលដោយសារម្ចាស់វាមានពេញចិត្តនឹងឯងកុំអីមួយជីវិតឯងនេះនៅតែក្រដដែលគ្មានសិទ្ធិមកជុំកម្មវិធីនេះទេមិនអាចទេខ្ញុំនឹងប្រមូលធនធាននិងប្រចាំពីហាន់ស៊ឺគ្រប់មកវិញចាំមើលគ្រូបានបែបណាមិនបាច់ទេ5ឆ្នាំមុនលោកធ្លាប់ជួយជីវិតខ្ញុំកាលនោះលោកនៅក្រលោកថាលោកចង់ធ្វើជាថៅកែចង់បើកក្រុមហ៊ុនឥឡូវលោកសំបំណងប្រធានលោកឲ្យពីថ្ងៃនេះទៅលោកគឺជាលោកខ្ញុំគឺជាខ្ញុំជិញខ្ញុំខុសហើយខ្ញុំគ្មានអីចឹងទេការពិតក្នុងបេះដូងបងគឺនៅមានអូនទុកឱកាសបងម្ដងទេណាបងសុំអូនរៀបការវិញព្រោះយើងត្រូវគ្នាវិញទៅបានទេណៃជឹមអូខេចេញទៅជិញមនុស្សដូចឯងមិនសុំឈរនៅកន្លែងនេះទេអូចេញទៅជិញបងសុំបងជួយបងផងទៅណាសុំបងចេញទៅthiên phẳng ចាត់ចែងពួកគេអស់ហើយគឺដល់វិញពួកលោកម្ដងលោកយានអ្វីទាំងអស់នេះជាការយល់ច្រឡំពួកខ្ញុំគ្មានបំណងទេយល់ច្រឡំលោកយានជាការយល់ច្រឡំពិតមែនក៏តែបន្ទោហានធានផាន់និងចៅសៀពួកខ្ញុំក៏ចាញ់បោកគេទាំងពីរនាក់ដែរមែនហើយបើនឹងថាជាភ្ញៀវរបស់លោកជៀនពួកខ្ញុំនឹងច្បាស់ជាគោរពអន់លំទួនមិនហ៊ានប្រៀបដាល់ហើយថ្ងៃនេះពួកខ្ញុំធ្វើខុសធ្ងន់ណាស់ពួកខ្ញុំពិតជាសុំទោសហើយសូមអធិស្ឋានអ្នកនាងសុំទោសផងមែនហើយថ្ងៃក្រោយបើត្រូវការអ្វីនោះនិយាយមកចោះពួកខ្ញុំមិនអល់ឯងនោះទេឲ្យពួកខ្ញុំសុំទោសផងណាសុំទោសពិតមែនមែនហើយសុំទោសពិតមែនបាទលោកកុំភ័យអីបើជាការយល់ច្រឡំពួកខ្ញុំក៏សុំទោសរួចដែរជឿថាអ្នកនាងហ្វុងយកដល់ពួកខ្ញុំអ្នកនាងហ្វុងខ្ញុំនិយាយត្រូវដែរទេអ្នកទាំងអស់គ្នាក៏ជាអភិជនលៀងជ័យបានអស់លោកយល់ថាជាការយល់ច្រឡំអញ្ចឹងបើខ្ញុំនិយាយបន្តទៀតមានន័យថាខ្ញុំមិនយកយល់ហើយមែនហើយមិនអញ្ចឹងអស់លោកបញ្ចប់ផ្លូវខ្លួនឯងទៅបញ្ចប់ផ្លូវខ្លួនឯងយ៉ាងម៉េចបញ្ចប់ផ្លូវខ្លួនឯងអស់លោកស្ដាប់មិនយល់ទេពួកខ្ញុំទាំងអស់គ្នាសុំទោសរួចហើយសូមអ្នកនាងហ្វុងមេត្តាបើកចិត្តទូលាយលើកលែងឲ្យពួកខ្ញុំម្ដងទៅកុំសង្ឃឹមកម្មាល់បានចិត្តពេកអីបញ្ចប់ផ្លូវខ្លួនឯងពិបាកណាស់បើសិនជាធ្វើមិនបានខ្ញុំក៏មិនប្រកាន់ឲ្យគេចង់បានការពើសងយ៉ាងម៉េចក៏និយាយមកចោះពួកខ្ញុំជាអភិជនបំពេញបំណងតាមផ្ទះឡានថ្លៃកាបូបត្បូងអលង្ការឬក៏ចំនួនក្របដៃពួកយើងក៏យើងព្រមឲ្យដែរប៉ុន្តែចង់ឲ្យពួកយើងបញ្ចប់ផ្លូវខ្លួនឯងគឺវាដូចជាមុននេះអ្នកណាឲ្យខ្ញុំបញ្ចប់ផ្លូវខ្លួនឯងដូចជាដាច់អហង្ការជាងខ្ញុំទៀតនេះគឺជាការយល់ច្រឡំទេណាថ្ងៃនេះត្រកូលអភិជនលីងជើជួបជុំគ្នាហាមាត់ភ្លាមចង់ឲ្យពួកខ្ញុំបញ្ចប់ផ្លូវខ្លួនឯងមានអីខុសពីបទបញ្ជាឲ្យពួកយើងលុបឈ្មោះចេញពីលីងជើដូច្នេះគឺមិនល្អទេដឹងមែនហើយបើអញ្ចឹងយ៉ាងម៉េចកុំចេះតែបានចិត្តពេកខ្ញុំគ្រប់អ្នកនាងគឺទុកមុខឲ្យលោកយានប៉ុន្តែបើដាច់មេត្តាពេកពួកខ្ញុំមិនអង្គុយចាំស្លាប់នោះទេចឹងជីឆាងហើយយ៉ាលោកយានលោកតំណាងឲ្យហ៊ុនអ៊ីគ្រប់គ្រងលីងជើពួកខ្ញុំគ្រប់លោកតែទង្វើគេថ្ងៃនេះលីងជើទ្រាំមិនបានទេចឹងជីឆាងលោកដឹងថាកំពុងជាអ្វីដែរទេលោកយានធ្វើអ្វីក៏ដោយក៏ត្រូវតែមានព្រំដែនដែរខ្ញុំទទួលស្គាល់ថ្ងៃនេះខ្ញុំពិតជាខុសឆ្គងតែពួកយើងសុកចិត្តអោនក្បាលសំទោសគ្រប់យ៉ាងហើយបើចង់លុបឈ្មោះអភិជនចេញគឺមិនបានទេអស់លោកមានវត្តមាននៅទីនេះអ្នកណាមិនរស់នៅលីងជើរាប់សិបឆ្នាំមកនេះទេសុទ្ធតែជាបុគ្គលល្បីមានកូនចៅសាយភេទគ្រប់កន្លែងនាងមានសិទ្ធិអីមកបិទពួកយើងទៅមែនទេថាកាយចឹងនិយាយត្រូវត្រកូលលាវខ្ញុំមានអំណាចកម្ពុជានៅលីងចាងត្រកូលឈួយត្រកូលស៊ីត្រកូលអ៊ីកាន់តែមិនបាច់និយាយត្រកូលលូចាងឈួយស៊ីត្រឹមសម្ដីគេមួយម៉ាត់ចង់ឲ្យពួកយើងបញ្ចប់ផ្លូវខ្លួនឯងមែនហើយខត្រូវសោកខ្មៅមិនមែនទុកឲ្យមនុស្សស្រីជាអ្នកអាកាត់បានឡើយលោកយានរឿងនេះធំណាស់បើគ្រាន់តែជាការលេងសើចមិនអីទេតែបើគេចង់លេងមែនទែនគ្រួសារចឹងមិនដកថយទេលោកចង់ប្រឆាំងមែនទេលោកយានធ្ងន់ពេកហើយពួកខ្ញុំគ្រាន់តែចង់ការពារខ្លួនឯងអោនក្បាលសុំទោសបានតែចង់ឲ្យពួកយើងបញ្ចប់ផ្លូវខ្លួនឯងខ្ញុំចង់សួរអស់លោកនៅទីនេះអ្នកណាព្រមតាមគ្រួសារលូមិនព្រមមុនគេខ្ញុំក៏មិនព្រមដែរគ្រួសារចាងក៏មិនព្រមដែរគ្រួសារសៀក៏មិនព្រមដែរបានលោកយានគោរពអ្នកនាងកុំក្អេងក្អាងពេកនិយាយឲ្យចំអ្នកនាងត្រូវមនុស្សប្រុសបោះបង់ចោលកុំសាក់លបងចង់ឈ្នះចាញ់ជាមួយគ្រួសារអភិជនយកល្អគួរចេះលើកដាក់បន្ទាបខ្លួនខ្លះមិនខលហើយខ្ញុំក៏សូមដាស់តឿនកុំធ្វើអ្វីតាមចិត្តពេកណាចាំបើខ្ញុំមិនដកថយអ្នកនៅទីនេះសុទ្ធតែជាមនុស្សដែលមានសិទ្ធិអំណាចគិតមើលឲ្យច្បាស់ទៅដំបងខ្ញុំចង់ទុកឱកាសឲ្យអស់លោកកែខ្លួនជាថ្មីមិននឹកស្មានថាអស់លោកមិនទទួលយកទឹកចិត្តថែមទាំងនិយាយក្អេងក្អាងក៏មិនទោសខ្ញុំមិនទុកមុខឲ្យ
យានថៃអូចេញបាត់បញ្ជាលុបឈ្មោះអភិជនទាំង3ចេញពីលីងជើសំដីថ្លោះមែនយើងអភិជនទាំង3ត្បិតតែមិនល្បីដោយកាលសម័យរុងរឿងប៉ុន្តែនៅលីងជើមានអំណាចទី1ទី2ដែរត្រឹមនាងម្នាក់ចង់លុបឈ្មោះពួកយើងចេញពីលីងជើ និយាយផ្ដេសផ្ដាស់អំនួតពេកហើយធ្វើឲ្យពួកយើងមិនពេញចិត្តកុំបន្តទៅមុខទៀតបើចង់ធ្វើអញ្ចឹងមែនគ្រួសារអភិជនទាំងអស់នឹងរួមគ្នាតតាំងជាមួយនាងទប់មិនជាប់នោះទេ អស់លោកមិនក៏ទុកចិត្តខ្លួនឯងម្លេះ ខ្ញុំជាម្ចាស់គ្រួសារចឹងមានឈ្មោះនៅលីងជើរាប់សិបឆ្នាំដឹកនាំគ្រួសារឲ្យមានឈ្មោះជាអភិជនទោះបោះចោលឋានៈសាវតាខ្ញុំនៅតែមានជំនឿចិត្តនិងមានសមត្ថភាពចំណែកនាងក្រៅពីលោកយានជាខ្នងបង្អែកនាងមានអ្វីទៀតបើមានអ្វីលើសគេទៀតយកចេញមកឲ្យពួកយើងមើលមក យកចេញមក យកចេញមកមែនហើយយកចេញមកត្រូវហើយយកចេញមកខ្លាំងយកចេញមក យកចេញមក បើអញ្ចឹងខ្ញុំបំពេញថាបំណងយានថៃអូចេញបញ្ជាខ្ញុំ3នាទីធ្វើឲ្យគ្រួសារចឹងខ្សែធន់3នាទីធ្វើឲ្យគ្រួសារចឹងខ្សែធន់ អើយយ៉ានាងលែងលះត្រូវគ្រួសារហានដេញចេញពីផ្ទះសំអាងនាងធ្វើឲ្យគ្រួសារចឹងខ្សែធន់ត្រឹមតែ3នាទីទោះបីលោកយានមិនប្រកាសថាធ្វើបានផង បិទមកទៅបើលោកល្ងងមែនចង់ចាត់ការលោកត្រឹមតែមួយម៉ាត់គឺបានហើយ លោកហើយនឹងខ្ញុំគឺសុទ្ធតែដឹងច្បាស់មនុស្សដែលមានសមត្ថភាពមានអំណាចខ្លាំងមានតែម្នាក់គត់ចំណែកស្រីម្នាក់នេះប្រមាថមហាជនបំពេញអភិជនមានតែផ្លូវមួយប៉ុណ្ណោះហេតុអីលោកនៅការពារនាងទៀត បិទមកទៅបើនៅនិយាយទៀតសូម្បីខ្ញុំនេះក៏មិនអាចការពារលោកបានដែរ ឈប់សិនខ្ញុំចង់ដឹងថាពួកគេមករឹងដល់ពេលណាទៀត ពួកលោករស់ផ្លូវស្លាប់តែខ្លួនឯងទេបើចង់រស់ពួកលោកជាអ្នកជ្រើសខ្លួនឯងលោកចង់ស្លាប់ខ្លួនឯងទេ លោកយានខ្ញុំពិតជាមិនយល់ហេតុអីលោកចេះតែការពារស្រីម្នាក់នេះអ្នកនៅទីនេះមិនមែនមានតែគ្រួសារចឹងខ្ញុំទេ លាវជាងជឺខ្ញុំសុកចិត្តគៀកស្មាជាមួយគ្រួសារចឹង ស៊ីឡងហៅខ្ញុំក៏ស្មាជិកប្រគិស្មាដែរខ្ញុំយល់ព្រម បើគ្រួសារអភិជនទាំង3ប្រគៀកស្មាគ្នាទៅហើយអញ្ចឹងសម្បត្តិចោលទាំង3យានថៃអូដាក់បទបញ្ជាខ្ញុំឲ្យហ៊ុនអ៊ីគ្រប់ធីបចោលអភិជនទាំង3ឲ្យពួកគេខ្សែធន់ជាមួយគ្នា បាទ ថ្លើមធំនឹងមានសិទ្ធិអីបញ្ជាហ៊ុនអ៊ីគ្រប់ហ៊ានធីបចោលគ្រួសារអភិជនទាំង3នោះ មិនខុសទេហួងអ៊ីគ្រប់ជាសហគ្រាសវិមានឈិងអ៊ីងមិនតែនារីទៀបទេដែលមានសិទ្ធិចេញបញ្ជាទោះបីជាលោកជាក៏មិនហ៊ានចេញបញ្ជាដល់ចិត្តឯងដែរស្រីថោកទៀបឯងហ៊ានកេងកាងទីនេះមើលទៅបែបជាមិនចង់រស់ហើយមិនអាចបោកជាបានទេបិទមកទៅមិនក៏ហ៊ាននិយាយអាគេបែបនឹងណែជាមអូខេ3នាក់ឆាប់ចេញទៅ លោកយានលោកនៅតែការពារម្នាក់នេះទៀតដែរ លោកជិនថ្ងៃនេះលោកកាន់ជើងពួកវាបញ្ជាក់ថាលោកគឺជាសត្រូវជាមួយអភិជនពួកជើងហើយមែនទេនេះពួកលោកហ៊ានជោគខ្លួនមកប្រៀបធៀបជាមួយពួកជើងឯងលោកជិនទោះបីជាពួកខ្ញុំអនយ៉ាណាក៏មានគេឈ្មោះប្រចាំនឹងជើហើយចំណាយគេលើកលែងតែមានសាបដាអស្ចារ្យមួយបើពុំនោះទេចង់ឲ្យពួកយើងខ្សែធន់គឺចង់បញ្ចប់ពួកយើងគ្មានផ្លូវទេមិនអាចនោះឡើយ ថាកែស៊ីនិយាយត្រូវកុំសង្ឃឹម កុំសង្ឃឹមមែនហើយក ុំសង្ឃឹម មែនហើយក ុំសង្ឃឹមអឡូថាម៉េច ថាកែពីបោះហើយក្រុមហ៊ុនកំពុងតែទទួលការវាប្រហារស្ថានភាពកំពុងតែមានគ្រោះថ្នាក់អាចនឹងខ្សែធន់ ថាម៉េច មិនដឹងអាចទៅ មិនអាចទេ អូមិននឹងអាចទៅ មិនអាចទេ គូនឹងដឹងសិនជាងយកខ្ញុំចង់ផ្ដាច់ជីវិតបំផ្លាញក្រុមហ៊ុនពួកលោកមានអ្វីធ្វើមិនបានទៅអ្នកទាំងអស់គ្នាស្រីម្នាក់ដែលអង្គុយទីនេះគឺជាគូនឹងដឹងសិនយកខ្ញុំថ្ងៃក្រោយអាចធ្វើដំណើរទៅលៀងជ័យជាមួយខ្ញុំខ្លាយជាប្រពន្ធសេនាខ្មៅខ្ញុំចង់ដឹងថាអំណាចប៉ុណ្ណឹងតើគ្រប់គ្រាន់ដែរទេគ្រប់គ្រាន់ដែរទេ សេនាខ្មៅជាម្ចាស់គ្រួសារសៀនអភិជនលាក់ឈ្មោះពីបុរាណ សេនាខ្មៅធ្លាប់មានគុណសម្បត្តិធំអំណាចខ្ពង់ខ្ពស់ មិនត្រឹមតែប៉ុណ្្នឹងទេគេគឺជាកម្ពុជាអ្នកប្រយុទ្ធដែលម្ចាស់ទីបឲ្យតម្លៃខ្លាំងណាស់អំណាចនៅក្នុងដៃគេគឺលើសពីលោកជៀនថែមទាំងមានសិទ្ធិទប់នៅក្នុងដៃទៀតគូដណ្ដឹងរបស់គេមិននឹងអាច មែនហើយ គ្មានអ្វីដែលថាមិនអាចទៅរួចទេឲ្យលោកស្ដាប់ឲ្យបានច្បាស់គាត់គឺជាគូដណ្ដឹងរបស់សេនាខ្មៅគឺជាម្ចាស់របស់គ្រូសាអាស៊ានអ្នកជិមចំនួន អ្នកស្រីនេះជាចំនួនសេនាខ្មៅត្រៀមជូនពិសេស នេះជាធោឈិងហួរដាក់ដេញថៃប្រហែលថ្ងៃមុន មែនហើយមើលទៅ
កងដៃនោះទៀតណាជាកងដៃមរតកក្នុងរឿងចចាមអារ៉ាំហើយយ៉ាងទីបំផុតបានឃើញផ្ទាល់ភ្នែកហើយ ត្រឹមចំនួនប៉ុណ្ណេះតម្លៃមហាសាលទៅហើយយើងទាំង3នាក់មិនប្រកាសថាមានលុយទិញផង មិនដឹងថាប៉ុណ្ណឹងពេញចិត្តឬមួយក៏អត់ទេបើមិនពេញចិត្តខ្ញុំរៀបចំថ្មីទៀត បងជីងជី បងជិញជាគូដណ្ដឹងឯង រឿងនេះយ៉ាងម៉េចទៅ អ្នកនាងហ្វុងជាគូណាត់ដឹងសិនៈខ្មៅអញ្ចឹងហើយបានជាគេហ៊ានបញ្ជាក់យ៉ាងផ្ដាច់ផ្លូវខ្លួនឯងអញ្ចឹងបានជាគេហ៊ានបញ្ជូនហួអ៊ីងគ្រប់កំតិចគ្រួសារអភិជនហើយលោកយានកាពារគេយ៉ាងនេះអញ្ចឹងហើយបានជាអញ្ចឹង មនុស្សល្ងងខ្លាយកង្កែបក្នុងអណ្ដូងឋានៈរបស់នាងគ្មានអ្នកណាប៉ាន់ស្មានបានទេទោះជាគ្មានខ្ញុំនាងចង់ចាត់ការអ្នកណាគឺជារឿងដែលងាយស្រួលបំផុត បងជីងជីឲ្យខ្ញុំចាត់ចែងពួកគេដោយផ្ទាល់ខ្ញុំយល់ថាប្រឡាក់ដៃ ថាកាចឹង ចឹងឆងអើយមានភ្នែកអត់ប្រស្រី ពេលនេះទៅលែងមានគ្រួសារចឹងទៀតហើយខ្ញុំសុខចិត្តបញ្ចប់ខ្លួនឯងប៉ុន្តែខ្ញុំមានសំណពរមួយសូមនារីទេពទុកផ្លូវឲ្យកូនចៅគ្រួសារត្រកូលចឹងផង មនុស្សមានមារយាទត្រឹមត្រូវខ្ញុំមិនតាមសម្រាប់ផ្ដាច់ជីវិតទេ បាទនាងហ្វុង ហើយចូលអ្នកទាំងពីរ លាវជីងជឺខ្ញុំព្រមបញ្ចប់ខ្លួនឯងព្រមសម្រាប់ខ្លួនឯងតែសូមអ្នកនាងហ្វុងមានចិត្តអាណិតមេត្តាលើកលែងឲ្យកូនចៅគ្រួសារលេង ស៊ីឡុងហើយខ្ញុំក៏សុំទូលអ្នកនាងផងដែរទុកជីវិតឲ្យកូនចៅចំនួនក្រោយផងទៅណា គ្រួសារខ្ញុំ មែនហើយលើកលែងទួយគ្រួសារខ្ញុំផងទៅណា សូមទុកជីវិតឲ្យកូនចៅខ្ញុំផង យានថៃអ៊ូត្រកូលអភិជនទាំងនេះទុកឲ្យលោកចាត់ចែងឲ្យ បាទ បងជីងជីបន្ទាប់មកពួកយើងគួរទៅរកកន្លែងណាមួយដែលជារឿងពួកយើងវិញ ប្រកាសណាស់ខ្ញុំរងចាំថ្ងៃនេះ5ឆ្នាំមកហើយ ក្នុងមួយថ្ងៃធំនៅពីក្រៅក្នុងនេះគឺជាគេមែនទេ មែនមិនមែនអត់ពាក់ព័ន្ធនឹងលោក ស្រីថោកទីបឯងនេះកូនប្រុសយើងទើបដេញនាងចេញពីគ្រូសាហាននាងរហ័នឡើងក្រេជាមួយប្រុសឈ្មោះទៅហើយនាងចំជាអត់គេខ្មាស់មែនគួរឲ្យសັບខ្ពើមខ្លាញ់ណាអឺ បាត់មកដល់ចិត្តកុំនិយាយប្រៀបប្រាស់ទៀតប្រយ័ត្នខ្ញុំកាត់ណាត់ចោលទៅ បងជីងជីបានហើយតែយើង នាងធ្វើឲ្យខ្ញុំអត់សង្ឃឹមសមានថាមិនចេះស្រឡាញ់ខ្លួនទេនាងតង់ប្រត់ដើម្បីអំណាចខ្ញុំមើលនាងខុស5ឆ្នាំរហូតមកដល់ថ្ងៃនេះទើបខ្ញុំឃើញមុខមាត់ពិតរបស់នាងគួរឲ្យរអើមមែនទែនខ្ញុំនិយាយជាការពិត នាងនឹងលោកគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេពីថ្ងៃនេះទៅឈប់រំខាននាងទៀត ហ្វុងឈីញីងព្រោះតែចង់សងសឹកខ្ញុំឡើងក្រេជាមួយមនុស្សប្រុសប្រមាណអ្នកទៅ លោកនិយាយប្រេះផ្ដាស់ស្អី នាងគិតថាថោងគេមានឋានៈធ្វើជាសេដ្ឋីអ្នកនៅលូជើអានក្បាលសុំទូនាងធ្វើឲ្យខ្ញុំអាប់មុខនាងពិតជាមានកិត្តិយសមែនទេអត់ទេទីបំផុតនាងគ្រាន់តែជាស្រីកំណាន់ឯនៅក្បែរគេមួយរយៈតែប៉ុណ្ណោះទេដឹងទេ ចង់ស្លាប់មែនទេ លោកហានថ្ងៃនេះលោកធ្វើឲ្យខ្ញុំភ្លឺភ្នែកមែនខ្ញុំយល់លោកធ្វើឲ្យសតទៅជាខ្មែរបាននេះជាអ្វីដែលលោកចង់និយាយពួកយើងគ្មានអីនិយាយទៀតទេតែយើង យល់ដល់លោកធ្លាប់មានគុណជួយជីវិតឈីងអ៊ីងខ្ញុំលើកលែងទោសលោកម្ដងតែបើមានលើកក្រោយទៀតនោះកុំមិនទោសថាខ្ញុំលេងដៃធ្ងន់ដាក់លោកឲ្យសោះ អ្នកទាំងពីរពិតជាមានភ្នែកអត់ប្រស្រីលេងមនុស្សស្រីល្អយ៉ាងនេះមិនចេះមើលថែបែរជាខំតោងរកអំណាចបនស័កគួរអាណិតមែនទេ លោកចង់មានន័យថាម៉េច តាណានទាំងពីរមិនគិតដល់នោះទេបើអ្នកទាំងពីរចង់នឹងចាំខ្ញុំប្រាប់ចុះណាមិនអីទេមិនចាំបាច់ទេនាងជាស្រីចង្រៃបែបនេះខ្ញុំដេញនឹងចេញពីផ្ទះឲ្យតែខ្ញុំឃើញមុខនាងខ្ញុំយល់ថារអើមណាស់ណាអ្នកទាំងពីរមើលថែខ្លួនណាថ្ងៃក្រោយកុំឲ្យស្ដាយក្រោយសោះស្ដាយណាស់ហានធៀមពឹកខ្ញុំអ្វីដែលមិនស្ដាយក្រោយបំផុតគឺលេងលះជាមួយនាងលោកសេនាខ្មៅបើតាមឋានៈលោកមិនចាំបាច់យកស្រីធន់នឹងនោះទេដែលខាតកុំឲ្យគេបោកឲ្យសោះណានាងជាមនុស្សផ្កាយដល់កន្ទុយមានតែនាំគ្រោះចង្រៃលោកទេ មនុស្សកង្កែបក្នុងអណ្ដូងបើដឹងពីឋានៈរបស់ខ្ញុំហើយកុំមករំខានគុណដឹងរបស់ខ្ញុំទៀត
ខ្ញុំមិនដូចលោកទេចូលចិត្តតោងទាមអ្នកមានអំណាចបើលោកបានដឹងហើយថានាងជាគូនឹងដឹងរបស់ខ្ញុំថ្ងៃក្រោយកុំមករំខាននាងឲ្យសោះ គូដណ្ដឹងសេនាខ្មៅស្អីគេរបស់មួយទឹកដែលកូនខ្ញុំធ្លាប់លេងហើយខ្លាចជាត្បូងមានតម្លៃតែមើលខួរក្បាលគេនឹងចូលទឹកហើយ ណែម៉ាកុំនិយាយច្រើនពេកឥឡូវពើជើងបាត់បង់កងត្រាហើយគ្រូសាហានកំពុងតែជប់វិបត្តិនៅខាងមុខអាចខ្លាចជារឿងអស់សំណើចនៅលេខចៅគ្រូសាជើងព្រៀបនឹងសេនាខ្មៅដូចមេឃហើយនឹងដី កូនប្រុសមិនក៏ថាឲ្យខ្លួនឯងចឹងក្នុងចិត្តម៉ាក់ឯងសំខាន់ជាងអ្នកណាទាំងអស់ឯងមានសមត្ថភាពគឺហ្វុងឈីងអ៊ីងស្រីចង្រៃនោះជាអ្នកបំផ្លាញយើងទាំងអស់ ណែម៉ាកំរំអីថ្ងៃណាមួយខ្ញុំនឹងជន់ពួកគេនៅក្រោមជើងឲ្យពួកវាគោរពគ្រូសាហានជើងវិញណាទុកចិត្តចុះណែម៉ា លោកហានសំណាងហើយចាញ់មកលឿនលោកដឹងទេអ្នកនាងប៉ុងប្រពន្ធមុនលោកនោះមានអំណាចមិនធម្មតាគ្រួសារអភិជនទាំងប៉ុន្មានគឺលុតជង្គង់គ្រប់គ្នាណា ប៉ុណ្ណឹងមានអ្វីអស្ចារ្យទៅនាងអត់គេខ្មាស់ទៅធ្វើជាស្រីកំណានគេទើបគេឲ្យអំណាចទៅនាងគ្មានមនុស្សប្រុសនាងគ្មានអ្វីទាំងអស់ខ្ញុំប្រាប់លោកចុះថ្ងៃណាមួយហានធានផឹងខ្ញុំនឹងជន់គេនឹងក្រាបបាត់ជើងខ្ញុំឲ្យស្រីថោកទាបនោះសុំទុកខ្ញុំចាក់ជាមិនខានទេដឹងទេ និយាយអញ្ចឹងនាងអាចរកប្រុសឋានៈខ្ពង់ខ្ពស់ហើយចុះលោកអាចរកស្រីណាដែលមានឋានៈខ្ពង់ខ្ពស់ជាងប្រុសរបស់នាងទៀតនោះដូច្នេះគ្រួសារហានទើបអាចងើបមុខមាត់ឡើងវិញបាន អមែនហើយ នៅលេងជើងអ្នកដែលមានឋានៈខ្ពស់ជាងសេនាខ្មៅលោកចង់និយាយថា អូខ្ញុំអត់មាននិយាយទេលោកហានណាមិនមើលស្ថានភាពរបស់លោកពេលនេះសិនទៅនារីទេពមកជួបលោកដែរទេ លោកអូឲ្យទៅលោកជួយស៊ើបដំណឹងនារីទេពខ្ញុំសុខចិត្តចាយទ្រព្យសម្បត្តិគ្រួសារហានទាំងអស់ណា ត្រូវហើយ យ៉ាងម៉េចដែរ ឲ្យតែលោកអាចចំណាយទ្រព្យសម្បត្តិគ្រួសារហានទាំងអស់ខ្ញុំអាចជួយស៊ើបឲ្យលោកបានខ្ញុំធ្លាប់ឮថាគ្រួសារអភិជននារីទេពប្រហែលថ្ងៃនេះមកដល់លីងចៅហើយឱកាសនេះមានតែម្ដងទេលោកចាប់ឲ្យជាប់ណា បាទខ្ញុំទៅវិញនឹងរៀបចំទ្រព្យសម្បត្តិទាំងអស់លោកអូរងចាំដំណឹងឡើងពីខ្ញុំចុះ ហ្វុងឈិញអ៊ីងនៅពេលដែលយើងតោងនារីទេពបានហើយក្តីអាម៉ាស់នាងដែលផ្ដល់ឲ្យយើងនឹងសងនាងវិញ បងចិនជីអរគុណបងដែលចេញមកជួយខ្ញុំ ខ្ញុំយល់ព្រមនឹងម្ចាស់ទេពមិនឲ្យនាងមានគ្រោះថ្នាក់ទេនេះជាអ្វីដែលខ្ញុំត្រូវ ស្អីគេនឹង វាជាកដោភ្ជាប់ពាក្យដែលខ្ញុំត្រៀមទុកខ្ញុំគិតថាពេលភ្ជាប់ពាក្យប្រគល់ឲ្យនាងដល់ផ្ទាល់ដៃមិនស្មានថាចាំដល់ទៅ5ឆ្នាំ តាមពិតទៅបងកុំចាំខ្ញុំក៏បាន ឈីងអ៊ីងតាំងពីដើមដល់ចប់គឺខ្ញុំឆ្លាញ់តែនាងម្នាក់គត់ចាំខ្ញុំពាក់ឲ្យណា ស្អាតទេ ក្នុងភ្នែកខ្ញុំនាងស្អាតជានិច្ចចិញ្ចៀហ្វុងវ៉ាន់អើចិត្តមកលីចៅហើយគេកំពុងខ្ញុំមិនបានឃើញទេបន្តទៀតចុះ ឈប់សិនលោកនិយាយថាវ៉ាន់អើចិត្តមកលេងចៅដែរ បើគ្មានអ្វីប្រាប់ព្រោះល្ងាចសាយមកដល់ ប្រសាទណាស់បងចិនជីខ្ញុំចង់ទៅរើកដោឲ្យវ៉ាន់អើបងទៅជាមួយខ្ញុំទេ បានតានាងទៅណាខ្ញុំនឹងទៅនឹង ឈប់សិនខ្ញុំមកលេងចៅ5ឆ្នាំហើយអ្នកដែលស្គាល់ខ្ញុំក៏ច្រើនណាស់បើសិនជាចេញក្រៅជួបអ្នកណាស្គាល់គ្នានោះអាចនឹងមានការរំខានច្រើនណាស់ ចាំខ្ញុំពាក់ឲ្យចុះ បងគិតដល់មែន លោកអូនេះជាទ្រព្យសម្បត្តិរបស់ខ្ញុំសម័យឡានក៏ខ្ញុំដូចចោលដែរលោកត្រូវតែជួយខ្ញុំតាមស៊ើបនារីទេពកំរំអីដំណឹងនារីទេពខ្ញុំបានស៊ើបដឹងច្បាស់ហើយគេស្នាក់នៅសន្តាគារសិនសូរីថ្ងៃនេះត្រឡប់ទៅក្រុងជំនួយហ៊ុនអ៊ីឱកាសគឺមានតែមួយលើកខ្ញុំនឹងចាប់ឲ្យបានខ្ញុំនឹងធ្វើឲ្យនឹងវងវិញដោយសារខ្ញុំហើយដល់ពេលនោះសេនាខ្មៅស្អីតកូលអភិជនស្អីត្រូវតែនៅក្រោមបាត់ជើងខ្ញុំជាមិនខានទេ លើកទូរស័ព្ទសិនណាអាឡូឡោខ្ញុំដឹងហើយឈិងអ៊ីងម្ចាស់ទេពមានការហៅខ្ញុំទៅចុងចៅភ្លាមខ្ញុំប្រហែលជាគ្មានពេលកំដរនាងទេ អត់អីទេបងទៅវិញចាស់ចាំពេលយើងថៃរៀបចំពិធីជូនដំណើរខ្ញុំរួចខ្ញុំក៏ទៅវិញដែរ ឡោទៅហើយណាសូមគោរពនារីទេព នារីទេព ក្រកឡើង ការពិតគឺជានារីទេពមែន
មកនេះទេ មិនក៏មិនឆាប់ទៅប៉ះពាល់នារីទេពទោះបីជាលោកស្លាប់ក៏មិនអាចលុបលាងកំហុសបានដែរណា ខ្ញុំលឺលុះលឺនារីទេពគ្មានចេតនាទេគ្រាន់តែបារម្ភពីនារីទេពតែប៉ុណ្ណោះ ទៅវិញ សំឡេងនារីទេពស្ដាប់ទៅដូចជាធ្លាប់លឺ នារីទេពពិតជាស្រឡាញ់ឯងហើយ ខ្ញុំខំមកធ្វើទៅមួយស្និតខ្ញុំនេះគឺសង្គ្រោះសេសាដាច់ប្រកាសជាបានផលមកដឹងទេពេលនោះគឺនាងមើលខ្ញុំមើលឡើងមួយសន្ទុះនាងប្រកាសជាស្រឡាញ់ខ្ញុំ អាយ៉ាប្រសើរណាស់បើសិនឯងអាចរៀបការជាមួយនារីទេពគ្រូសាហានយើងច្បាស់ជាដើរទៅណាមិនទើសគេទេឯងត្រូវយកចិត្តទុកដាក់បន្តិចណាយ៉ាងណាឆាប់យកឲ្យបាននារីទេពឮទេ ម៉ាក់កុំរំអីណាគ្រាន់តែតាមស្រឡាញ់ស្រីគឺអ្នកម៉ាក់ចាំមើលទៅបាន ល្អណាស់អញ្ចឹង ចូលមក នារីទេពនៅខាងក្រៅមានបរិសម្នាក់ឈ្មោះហាន់ធានផឹងចង់ជួប គេចង់តោងអ្នកមានអំណាចឲ្យបានឆាប់បើអញ្ចឹងឲ្យគេចូលមក បាទ នារីទេពប្រកាសជាចាំខ្ញុំមិនភ្លេចទេឲ្យខ្ញុំចូលបន្ទប់របស់នាងបែបនេះនារីទេពខ្ញុំនឹងជួយស៊ីគ្រប់ឈ្មោះហាន់ធានផឹង លោករកខ្ញុំមានការអី ខ្ញុំលើបីឈ្មោះនារីទេពជួបមកឲ្យថ្ងៃនេះមានសំណាងបានជួបយល់ថាមាននិស្ស័យពិតជាអស្ចារ្យណាស់ទើបខ្ញុំដែរចិត្តមកជួបនាងទៅ បើលោកបានជួបរួចហើយលោកទៅវិញចុះ នារីទេពមិនលាក់បាំងទេខ្ញុំឃើញនារីទេពភ្លាមក៏ស្រឡាញ់ផ្លេតែម្ដងថ្លាមធំលោកមិនសមស្រឡាញ់នារីទេពទេណាខ្ញុំរៀបចំចំនួនតិចតួចសង្ឃឹមថានារីទេពពេញចិត្ត រៀបការ5ឆ្នាំខ្ញុំលះបង់ដើម្បីគេច្រើនណាស់គេមិនឲ្យរបស់ខ្ញុំផងឥឡូវនេះព្រោះតែចង់យកចិត្តនារីទេពគេដៃទូលាយដល់មិនលឹងប៉ុន្តែខ្ញុំឮថាលោកមានប្រពន្ធហើយកងដៃគុជនេះលោកត្រៀមសម្រាប់ជូនគេវិញទៅ មិនមែនទេខ្ញុំនឹងគេលេងឡាននឹងគ្នាជួបមកហើយម្យ៉ាងទៀតគេគ្រាន់តែជាអ្នកក្រមិនអាចសមនឹងកងដៃគុជតម្លៃរាប់លាននេះបានទៅពិតជាមិនអាចនោះទេ តែខ្ញុំឮថាគេល្អចំពោះលោកណាស់គ្រួសារលោកហូបចុកស្លៀកពាក់ពឹងគេតែម្នាក់រកប្រាក់គេលះបង់ដើម្បីលោកច្រើនយ៉ាងនេះលោកខ្លាចជាតកែទៅហើយមិនក៏និយាយថាគេមិនសមជាមួយកងដៃគុជនេះ រឿងប្រពន្ធខ្ញុំគេស៊ឹបឡើងច្បាស់ដូចថ្ងៃហ៊ានថាមិនស្រឡាញ់ខ្ញុំទៀតហ៎ គេថាស្រីស្អាតគូនឹងគួចថ្លៃគេត្រឹមតែជាអ្នកក្រមិនអាចប្រៀបធៀបជាមួយនារីទេពបានទេការពិតទៅខ្ញុំមិនដែរស្រឡាញ់គេឡើយគេគ្រាន់តែជាអ្នកក្រគ្មានលុយគ្មានសមត្ថភាពរឿងអីខ្ញុំទៅស្រឡាញ់គេនោះខ្ញុំចាត់ទុកគេត្រឹមតែជាមេដោះហ្វ្រីប៉ុណ្ណោះហើយខ្ញុំចង់សួរថាតើនារីទេពអាចដោះរបាំងមុខឲ្យខ្ញុំមើលបន្តិចបានដែរទេ ខ្ញុំពិតជាចង់មើលពិតមែនណាខ្ញុំនិយាយមែន លោកកាត់យកកងដៃគុជតូចមួយមកបដូររបាំងមុខខ្ញុំ នារីទេពខ្ញុំសុំស្បត់ចំពោះមេដីជាតិនេះគ្មាននារីទេពខ្ញុំមិនជប់ប្រពន្ធជាដាច់ខាត់ សំបីមុខមាត់ខ្ញុំយ៉ាងម៉េចលោកមិនទាន់ឃើញផងចង់ដល់ដឹងខ្ញុំទៅហើយ តែបើថាខ្ញុំមិនអាចឃើញនារីទេពប៉ុន្តែកាយវិការដ៏ទន់ភ្លន់បានដកក្នុងកៅអៅបេះដូងរបស់ខ្ញុំទៅហើយបាយក៏មិននឹកទឹកក៏មិនស្រេចពិតជានឹកនារីទេពពិតមែន បានហើយខ្ញុំត្រូវការសម្រាប់កាដូនេះខ្ញុំទទួលយកខ្ញុំត្រូវចាក់ចេញពីលីវជើស្អែកនេះយានថៃអ៊ូរៀបចំពិធីជូនដំណើរខ្ញុំនៅហ៊ុនអ៊ីគ្រប់ដល់ពេលនោះខ្ញុំនឹងដោះរបាំងមុខផ្ដល់ចម្លើយឲ្យលោក ទុកចាត់ចុះខ្ញុំនឹងរៀបចំចំនួនយ៉ាងច្រើនទុកជូនដំណើរ ខ្ញុំចង់ដឹងមើលពេលដែលលោកឃើញនារីទេពដែលលោកចង់តោងគឺជាប្រពន្ធដែលលោកបោះបង់ចោលលោកមានអារម្មណ៍យ៉ាងណា ថាកែស៊ីពិធីជូនដំណើរថ្ងៃនេះនារីទេពអាចមកដែរទេ អាយ៉ាប្រកាសជាមកប្រហែលថ្ងៃមុនពិធីទ្វារនេះអភិជនលីងចៅទាំង3បង្កើតគ្រោះថ្នាក់យ៉ាងខ្លាំងប៉ះពាល់ទៅដល់អ្នកនាងហ្វុងគូគូដណ្ដឹងសេនាខ្មៅនាំទុកដល់ពួកយើងឬថានារីទេពចង់ធ្វើលីងចៅស្ងប់ស្ងាត់ការធ្វើពិធីជូនដំណើរថ្ងៃនេះយើងត្រូវធ្វើឲ្យបានល្អអភិជនទាំង3គឺជាលទ្ធផលពួកយើងច្បាស់ណាស់ខ្ញុំលើកថាលោកហានបាននារីទេពពេញចិត្តបើយើងមានទំនាក់ទំនងល្អជាមួយគេគេអាចជួយនិយាយល្អនៅចំពោះមុខនារីទេពជួយឲ្យពួកយើងនេះគេផុតពីគ្រោះថ្នាក់តើមិនចឹងហ៎ អ្នក អាយ៉ាអើយលោកហានលោកហាន ថ្ងៃនេះពិតជាសង្ហាមែនបានការពេញចិត្តពីនារីទេពអនាគតគឺតែចាស់ទៅចុងហើយអត់ទេគ្រូសាហានខ្ញុំគឺមានអំណាចដូចទៀបមិនអាចប្រៀបជាមួយលោកម្ចាស់ទាំង4បានទៅ លោកគួរសំពេចហើយត្បិតថាពួកខ្ញុំជាគ្រួសារធំនៅលីងជើចាក់គ្រឹះរឹងមាំប៉ុន្តែប៉ះពាល់សេនាខ្មៅខ្លាចតែថ្ងៃក្រោយរស់នៅមិនបានសុខទេថ្ងៃនេះពួកខ្ញុំសង្ឃឹមលើលោកហាននិយាយល្អៗចំពោះមុខនារីទេពឲ្យពួកយើងផងណា លោកហានជួយនិយាយពីល្អៗប្រមាណណាត់ផងគ្រូសាធំទាំង4ពិតជាអរគុណលោក មែនហើយអរគុណទុកជាមុន រឿងទៅទេនារីទេពគឺលួចស្រឡាញ់ខ្ញុំចិត្តខ្លាចទៅជាប្តីនារីទេពហើយដល់ពេលនោះកុំថាឡើយជួយនិយាយពីល្អប្រមាណម៉ាត់ខ្ញុំនឹងលើកស្ទួយអស់លោកក៏បានដែរណាមិនអីទេទុកចិត្តខ្ញុំចុះមិនអីទេ
ខ្ញុំធ្លាប់ប្រាប់ឲ្យថាលោកហានសុំជាមនុស្សខ្ពង់ខ្ពស់អញ្ចឹងបានទទួលការពេញចិត្តពីនារីទាបនោះណាពិតមែន បើលោកហានអាចយកនារីទេពបានគ្រួសារហានខ្លាចជាអភិជនលេខ1នៅលីងចៅជាមិនខានគ្រួសារធំនៅលីងចៅទាំង4សង្ឃឹមលើលោកហើយ សូមគោរពនារីទេពសូមគោរពលោកយាន ក្រោកឡើងនារីទាបនេះជាខ្សែដៃចរណៃដែលខ្ញុំត្រៀមជូននារីទាបសង្ឃឹមថានារីទាបនឹងពេញចិត្តបើមានអ្វីផ្សេងអាចប្រាប់ខ្ញុំបានហានទៀនភឹងនេះឯងកំពុងធ្វើអីប្រាកដជាមកជូនដំណើរនារីទាបណាចេញទៅឯងគ្មានសិទ្ធិជូនដំណើរនារីទាបទេយ៉ាងម៉េចរៀនក្នុងពិធីបើកទ្វារនេះមិនទាន់គ្រប់គ្រាន់ទេលោកជានៃជើងនេះហេតុអីក៏ខ្ញុំមកមិនបានលោកជិនកុំចាញ់បោកអ្នកមានអំណាចខ្លាំងខ្លាយហ្វងឈិញអ៊ីងគ្រាន់តែជាស្រីម្នាក់ខ្ចីអំណាចដោយសារតែគេឡើងក្រេជាមួយប្រាប់ផ្សេងយកចិត្តមនុស្សប្រុសទេកុំចាញ់បោកគេអសោះខ្ញុំមិនដែលបានជួបមនុស្សអីចង់ស្លាប់ដូចឯងចឹងឡើយខ្ញុំពុំមានឯងល្មមជូតមាត់ឯងឲ្យបានស្អាតមិនចឹងទេនោះនឹងបាត់បង់អំណាចចាក់ជាមិនខាតយើងពុំមានឯងជាលើកចុងក្រោយខ្ញុំគោរពទើបហៅលោកថាលោកជិនគិតថាខ្លួនឯងអស្ចារ្យណាស់ទៅលោកយានលោកហ៊ានឆ្លោះជាមួយលោកហានដោយសារគូនដណ្ដឹងសេនាខ្មៅនេះលោកមិនចង់រស់ទេអី ខ្ញុំថាពលលោកទេដែលមិនចង់រស់នោះណានារីទាបឲ្យអំណាចលោកបន្តិចលោកចូលថាខ្លួនឯងអស្ចារ្យណាស់ទៅហ៊ានប្រមាថខ្ញុំនៅចំពោះមុខនារីទាបលោកសួរជាបននារីទាបហើយឬនៅហ៎សូមទៅភូមិចាស់ស្រីខ្ញុំធ្វើប្រហែលមួយពេលចាំខ្ញុំប្រាប់ឲ្យកូនចៅដេញគេចេញណា មិនបាច់ទេខ្ញុំអញ្ជើញគេមក នារីទាបយើងថៃនឹងប្រពន្ធខ្ញុំពីមុនខົບខិតជាមួយគ្នាអាងអំណាចនារីទាបសង្កត់ពួកអភិជនលីងជើថ្វាយគ្រូសាហានសឹងតែខ្សែធុនត្រូវពីនៃគេអធុនធ្ងន់ណាមិនអាចលើកលែងឲ្យគេបានទេនារីទេពលោកហាននេះជឿមិនខុសឡើយយានថៅនឹងស្រីនោះគប់ខិតជាមួយគ្នាប្រើអំណាចផ្ដេសផ្ដាស់ធ្វើបាបពួកជើងគ្រូសាសៀកខ្ញុំសឹកចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់ណា គ្រូសាលូ គ្រូសាស៊ុយ គ្រូសាចាងសុខ ប្រគល់ទ្រព្យសម្បត្តិទាំងអស់ដល់នារីទេពដាក់ពីនៃថៃសងភាពសានសមឲ្យលោកហានវិញពួកលោកពិតជាគ្រាន់បើមិនដំណើរការនេះហើយនៅមិនតភ្ញាក់ខ្លួនទៀតទេអស់លោកប៉ះបោះគេទៅជួគេហើយហ្វងឈិញឯងគ្រាន់តែជាស្រីកំដរនៅលើក្រែសេនាខ្មៅមនុស្សគ្មានខ្សែភ្នែករស់នៅក្នុងអណ្ដូងដូចជាលោកទើបជោគចិត្តស្រីកំណាន់របស់គេតែប៉ុណ្ណោះនេះលោកអាយុច្រើនហើយភ្នែកក៏មិនសូវល្អក៏រៀនអំណត់តាមគេពេកអីឥឡូវខ្ញុំទទួលបានការពេញចិត្តពីនារីទេពឋានៈថ្ងៃក្រោយនឹកស្មានមកដល់ទេបើអស់លោកស្គាល់កលតិស័កនោះបញ្ញាប់រត់ជង្គង់សំទុកខ្ញុំទៅបើមិនចឹងទេនោះនារីទេពចេញមុខការពីខ្ញុំអ្នកណាក៏ជួយពួកលោកមិនបានដែរឯងចំជាមនុស្សល្ងងខ្លៅមែនមិនក៏មិនចូលកញ្ចក់ឆ្លងមកខ្លួនឯងសុំឲ្យនារីទេពស្រឡាញ់ឯងដែរទេរឿងឯងខ្ញុំមិនសុំស្រឡាញ់នារីទេពខ្ញុំសឹកចិត្តធ្វើគ្រប់យ៉ាងដើម្បីនារីទេពទោះបីជាយកជីវិតខ្ញុំក៏ដោយនារីទេពខ្ញុំស្មោះចំពោះនារីទេពណាស់បេះដូងរបស់ខ្ញុំមិនដីព្រះអាទិត្យព្រះច័ន្ទអាចធ្វើសាស័យបានបើសិនជានារីទេពដល់របាំងមកឲ្យខ្ញុំមើលទោះបីជាឲ្យខ្ញុំលះបង់ជីវិតខ្ញុំសុខចិត្តដែរមិនអីទេ លោកនិយាយជាការពិតទេ ខ្ញុំនិយាយជាការពិតនារីទេពក្នុងដៃខ្ញុំគឺមានផ្ទះមួយក្នុងប្រពន្ធមុនទុកជាទំនិញការពិតទៅថ្ងៃនេះគឺចង់ជុកមកបដូរចិញ្ចៀនពេជ្រជូននារីទេពបើមិនសាប់ខ្ពើមទេចាំជុំផ្ទះទៅនារីទេពនេះគឺជាប្លង់ផ្ទះខ្ញុំស៊ីអត់ស៊ីឃ្លៀនក្នុងប្លង់ផ្ទះសរសេរឈ្មោះម្ដាយកូនពួកគេឥឡូវគេយកមកឲ្យដោយស្រួលទៅវិញផ្ទះមួយក្នុងបដូរខ្ញុំដល់របាំងមុខលោកយល់ថាសមទេយល់ថាសមគឺថាចំណេញទៅវិញទេផ្ទះមួយក្នុងនេះគឺខ្ញុំមិនបានចំណាយមួយកាក់មួយសេនទេខ្ញុំរស់នៅច្រើនឆ្នាំមកហើយថ្ងៃនេះខ្ញុំអាចបដូរជោគនារីទេពដល់របាំងមុខជាសំណាងខ្ញុំ3ជាតិជាមិនខានលោកពិតជាមិនស្ដាយក្រោយទេមិនស្ដាយក្រោយចេះដាច់ខាត់បាននារីទេពពេញចិត្តមានអំណាចឃើញមុខនារីទេពពិតប្រាកដវាសំណាងរបស់ពួកខ្ញុំទាំងហើយរឿងអីត្រូវស្ដាយក្រោយនោះមិនហើយបានឃើញមុខនារីទេពក៏មិនស្ដាយដែរបើអញ្ចឹងហើយខ្ញុំធ្វើតាមបំណងពួកលោកចា៎ហ្វងឈិញអ៊ីងនឹងគឺជាប្រពន្ធដើមរបស់លោកហានជាគុណដំណឹងរបស់សេនាខ្មៅហ៎មិនអាចទេហើយអូចាហ្វងឈិញអ៊ីងមិនក៏នឹងជានារីទេពដាក់អូយប្រហឹនហើយឈ្មោះនារីទេពមិនសមនឹងឯងទេឈិញអ៊ីងបងខុសហើយខ្ញុំខុសហើយណាទុកឱកាសខ្ញុំម្ដងទៅបានទេខ្ញុំមិនដឹងថានាងគឺជានារីទេពបើខ្ញុំដឹងមុនខ្ញុំច្បាស់ជាមិនធ្វើចឹងទេលោកមិនអាចទៅតាមខ្ញុំក៏មិនអាចទៅនៅជាមួយស្រីផ្សេងដេញខ្ញុំចេញពីផ្ទះលែងលះខ្ញុំចោលហើយប្រើកាំបិតឈុតមុខនាងមិនមែនចឹងទេស្ដាប់ខ្ញុំបកស្រាយសិនបានហើយយានថៃអូខ្ញុំមិនចង់ឃើញគេបង្ហាញមុខទៀតទេបាទពួកលោកទាំង4ចង់ដាក់ពីនៃអ្នកណា
នារីទេពខ្ញុំមានភ្នែកមិនស្គាល់ពុំផៃសាននារីទេពចូលដល់ពួកខ្ញុំស្មោះត្រង់ចំពោះម្ចាស់ទេពលើកលែងទោសឲ្យពួកខ្ញុំផងទៅទុកជីវិតឲ្យពួកខ្ញុំផងទៅណា ក្នុងពិធីទ្វារនេះខ្ញុំធ្លាប់ទុកឱកាសឲ្យអស់លោកហើយប៉ុន្តែពួកលោកនៅតែមិនអស់ចិត្តយិនថៃអូចេញបាត់បញ្ជាគ្រួសារធំទាំង4លុបឈ្មោះពីលៀងជើ បាទ ថ្លាមធំមែនហ៊ានបន្លំធ្វើជាខ្ញុំផង បានអើឯងមកទីនេះធ្វើអី អ្នកបំរើចាប់ស្រីម្នាក់ដែលបន្លំធ្វើជាខ្ញុំនេះតែ ឈប់ភ្លាមអ្នកណាហ៊ាន យានថៃអូលោកពិតជាថ្លាមធំមែនខ្ញុំទៅជានារីទេលោកហ៊ានប្រឆាំងបញ្ជាខ្ញុំមែន មកទៅម្ចាស់ស្រីគឺជានារីទេពនេះជាស្អីគ្រាន់បើមែនបងឈិញអ៊ីងខ្ញុំយល់ថាចំណាយតាំងពីដើមមកព្រោះតែចង់សងសឹកនាងបន្លំធ្វើជានារីទេពឯង នេះជាកលាថ្ងៃការពិតគឺជារបស់ខ្លាញ់ខ្លាយសោះស្រីដូចជាហ្វុងឈិញអ៊ីងនេះពិតជាមិនដឹងស្លាប់មែនធ្វើឲ្យពួកយើងលួចចង្គង់កលាថ្ងៃចុកជើងចង់ស្លាប់ហើយនារីទេពម្នាក់នេះគឺជាប្រពន្ធដើមខ្ញុំគេគ្មានសមត្ថភាពអីទេចិត្តតែឡើងក្រេបជាមួយប្រាប់ផ្សេងខ្ញុំអាចបញ្ជាក់បានឲ្យតែចាំមកជាខ្ញុំនឹងជួយចាប់គេខ្ញុំនឹងធ្វើតាមជាមិនខាន នារីទេពឲ្យតែចេញមកជាភ្លាមគ្រូសាធំទាំង4នឹងព្រមចេញកម្លាំង ត្រូវហើយ ហ្វុងឈិងអ៊ីងចាំមើលចង់បកាយដល់ណាទៀតបន្លំជានារីទេពត្រូវមានទោសស្លាប់ ហ្វុងវ៉ាន់អើឯងគ្រាន់ជាកូនកំព្រាឃើញឯងគួរឲ្យអាណិតទឹកសម័យដាននឹងមានដានចាំឯងឥឡូវឯងចង់បកក្បាលខំគេវិញ ថ្លើមធំស្រីថោកទាបមិនក៏មកលួចជង្គង់សុំទោសនារីទេពភ្លាមទៅ ឲ្យខ្ញុំលុតជង្គង់សុំទោសពួកលោកសុំទទួលបានទេ ហ្វុងឈិញអ៊ីងនេះជាពេលអីទៅហើយនៅមានមុខធ្វើពុតទៀតឯងលុតជង្គង់សុំទោសនៅពេលនេះទៅប្រចាំតែនារីទេពខឹងចឡោតនាងគ្មានឱកាសបានសុំទោសទេថ្លើមធំឯងហ៊ានវិតម្លៃនារីទេពផងឯងចង់ឲ្យនារីទេពសុំទោសពួកឯងមែនទេលោកជិនកុំចាញ់បោកគេអីបើគេជានារីទេពពិតមែនរឿងអីទៅលិះស្មោះនៅការដ្ឋាននោះកាលពីមុនខ្ញុំអាចគេធ្វើអ្វីក៏មិនហ៊ានដែរសឹងតែផំក៏មិនហ៊ានដែរណាដឹងទេមិនអាចនោះទេបិទមាត់ទៅឯងដឹងស្អីខ្លះប្រាប់ឯងចុះ5ឆ្នាំមុននារីទេពបង្ក្រាបការពុកវត្រូវរស់នៅក្នុងធ្វើបាបរបួសធ្ងន់ធ្ងរដោយសារតែជួយជីវិតនារីទេពព្រោះតែចង់សងគុណឯងទើបលែអាចកំងរីបខាជាមួយឯង ប្រឌិតទៀតទៅចាំជាប៉ិនប្រឌិតរឿងបានល្អមែនខ្ញុំស្ដាប់ឮហើយសឹងត្រង់មិនសរសើរលោកមិនបានទេគ្រប់គ្នាដឹងថាម្ចាស់ទេពសុខភាពមិនសូវល្អ5ឆ្នាំនេះខ្ញុំមិនបង្ហាញខ្លួនព្រោះខ្ញុំរវល់មើលថែទាំម្ចាស់ទេព នារីទេពពិតជាកូនកតញ្ញូស្មោះត្រង់ពិតមែនខ្ញុំធ្លាប់ឮថានារីទេពគឺមានចរិតទន់ភ្លន់យល់ខុសត្រូវមិនដូចអ្នកខ្លះមានឋានៈតូចទាបហ៊ានបន្លំធ្វើជានារីទេពទេ អញ្ចឹងរនុកក្នុង5ឆ្នាំមុនគឺហ្វុងវ៉ាន់អើឯងមែនទេហេតុអីក៏ឯងធ្វើអញ្ចឹងឯងដឹងទេបើខ្ញុំតបសត្វមិនជាប់លេងចៃជួបនឹងគ្រោះភ័យបែបណា ពូកែសំដែងមែនចូលតួល្អណាស់ស្មានតែខ្លួនឯងជានារីទេពឯងបើចង់ស្លាប់ណាថ្ងៃនេះដល់ថ្ងៃសាររបស់នាងហើយ ឯងគិតថាបៃតាប្រទានអង្គរៈប៉ុន្មានអ្នកឲ្យឯងអាចតតាំងជាមួយខ្ញុំបានកុំភ្លេចថាខ្ញុំជាម្ចាស់វិមានឈិងអ៊ីង យានថៃអូលោកល្មមផ្ញើរលឹកហើយមិនយូរទេលីងចៅនឹងខ្លាចជារបស់ខ្ញុំគេប៉ះពាល់គ្រួសារអភិជនក្នុងវិធីទ្វារនេះពួកគេច្រកកោននឹងខ្ញុំហើយបើលោកព្រមជួយជាកម្លាំងពេលខ្ញុំឡើងកាន់អំណាចជាម្ចាស់ទេពខ្ញុំនឹងលើកគ្រួសារយានជាធំ ហានទេពខ្ញុំសុខចិត្តធ្វើគូធ្វើសេះលះបង់ជីវិតមិនអល់ឯងទេ ពួកខ្ញុំសុកចិត្តកាត់ភ្លើងកាត់ផ្សែងដើម្បីនារីទេពស្លាប់ក៏មិនស្ដាយ នេះពួកឯងខ្វាក់ភ្នែកហើយមែនទេលោកជៀនលោកចេះបាញ់ចៃសោះហើយនឹងខ្មៅខ្លះទៅបានទេល្មមភ្ញាក់ខ្លួនហើយខ្ញុំស៊ូស្លាប់តាមបំរាមម្ចាស់វិមានលោក អ្នកខ្លះរកផ្លូវស្លាប់ខ្លួនឯងយើងមិនបាច់ហាមគេពេកទេសន្តាគារនេះមនុស្សរបស់ខ្ញុំឡើងពាត់ចិត្តហើយថ្ងៃនេះគេត្រូវតែស្លាប់ ម្ចាស់វិមានទុកឲ្យខ្ញុំទប់ទល់ដល់ថយទៅរក្សាភ្នំឲ្យគង់មិនខ្វះអស់ដល់ទេទៅ មិនបាច់ទេថយចេញហ្វុងវ៉ាន់អើឋានៈពួកយើងពិតឬខ្លាំងខ្លាយបន្តិចទៀតច្បាស់ជាបានដឹងទូរស័ព្ទទៅបៃតាឲ្យគាត់មកទីនេះ បាទ បានខ្ញុំទៅឱកាសឲ្យតែ ម្ចាស់ស្រីទូរស័ព្ទមិនចូល មិនបាច់ខលទេអញប្រហែលជាមិនទាន់ដឹងម្ចាស់ទេពសម្រាប់ច្រើនថ្ងៃហើយគ្មានពេលច្រើនទៀតទេគាត់ប្រកល់សិទ្ធិអំណាចមកឲ្យខ្ញុំចាប់ពីថ្ងៃនេះទៅខ្ញុំជាម្ចាស់ទេពនៅលីងចៅ មិនអាចទៅបៃតាសុខភាពមិនល្អមែនតែមកដល់ថ្នាក់ឈឺនៅលើក្រែគឺឯងធ្វើអីដាក់បៃតា ហ្វុងឈិងអ៊ីងអញឈប់ម្នាក់ទៀតទៅពីថ្ងៃស្អែកទៅពិភពលោកនេះលែងមានហ្វុងឈិងអ៊ីងទៀតហើយពេលម្ចាស់ទេពស្លាប់បាត់បងជីងយានឹងខ្លាចជាគូដណ្ដឹងរបស់ខ្ញុំ ហ្វុងវ៉ាន់អើមនសិការឯងទៅណាបាត់ហើយ5ឆ្នាំមុនឯងត្រូវគេបបង់ចោលតាមផ្លូវរងាចិត្តស្លាប់គឺខ្ញុំនាំឯងទៅផ្ទះមេដានិងបិតាចាត់ទុកឯងគឺដូចជាកូនស្រីគាត់បង្កើតមិនបានឯងលើកដៃធ្វើដាក់ពួកគាត់ទៅរួច មិនបាច់ធ្វើចិត្តល្អយំសំណោះអីទេ
បើពួកគាត់ធ្វើដាក់ខ្ញុំដូចធ្វើដាក់ឯងហេតុអីដឹងថាខ្ញុំស្រឡាញ់បងជីងយីហើយខំជាប់ពាក្យពួកឯងទៅវិញខ្ញុំភ្លេចប្រាប់ឯងទៅបើគុំតែខ្ញុំចិត្តទុនប្រហែលម្ដាយឯងស្លាប់លឿនជាងនេះមនុស្សស្រីចិត្តខ្លាំងបិសាចខ្ញុំត្រូវសងសឹកឲ្យបេដាមេដាខ្ញុំសងសឹកឯងគួរឲ្យស្ដាយឯងគ្មានឱកាសនេះទេចាត់ការទៅ ឈប់ភ្លាមថយចេញ នេះក្រែងពុកផឹកថ្នាំពុលដែលខ្ញុំឲ្យហើយហ៎មិនកូនចា តាំងពីឈិងអ៊ីងត្រូវរនុកក្នុងធ្វើបាបខ្ញុំនឹងម្ចាស់ទេពសង្ស័យនាងបាត់ហើយថ្នាំដែលនាងដាក់ឲ្យម្ចាស់ទេពគឺខ្ញុំបដូររហូតក៏ដើម្បីបោះអាក្រាតមុខមាត់ពិតរបស់នាងនឹងហើយ បេដាបងជីងយី ឈិងអ៊ីងពីថ្ងៃនេះទៅឯងជាម្ចាស់ទេពនៅលៀងជើហើយអ្នកដែលរមើលគុណថ្លើមធំឆ្កែចចោគួរតែប្រញាប់ចាត់ការឲ្យបានឆាប់បំផុត អ្នកយីមបញ្ញាប់ចាប់ពួកក្បត់ឲ្យអស់បញ្ចូលក្នុងគុកលែងខ្ញុំទៅជានារីទេពឆាប់លែងខ្ញុំទៅ ទៅឆាប់ទៅឈិងអ៊ីងហើយចោះពួកគេទាំង4ធ្វើយ៉ាងម៉េចទៅ អាខ្វាក់ភ្នែកឯងនេះខ្ញុំប្រាប់ឯងពីថ្ងៃនេះទៅលីងចៅលែងមានកន្លែងឲ្យឯងជ្រកកោនទៀតហើយណាដឹងទេ នារីទេពទុកជីវិតផងគឺហានធានផឹងបោកប្រាស់ពួកខ្ញុំទេសូមនារីទេពលើកលែងទោសផងមានការអត់អោនផងនារីទេពផងនារីទេពលើកលែងទោសផង ទេមិនអាចទេមិនអាចជានារីទេពទេនាងជាប្រពន្ធរបស់ខ្ញុំ នាងជាប្រពន្ធខ្ញុំណា វាមិនអាចនោះទេខ្ញុំមិនជឿ ចាំខ្ញុំប្រាប់កូនចៅឲ្យដេញគេចេញភ្លេងចៅ មិនបាច់ទេខ្ញុំនឹងគេមិនមែនជាមនុស្សក្នុងពិភពតែមួយទៀតទេចំណែកគ្រួសារធំទាំង4លុបឈ្មោះពីលៀងចេញ មិនថាប់ថយចេញទៅអើយអរគុណនារីទេពអរគុណនារីទេពតែមិនសម្រាប់ពួកខ្ញុំសម្រាប់ពួកខ្ញុំអរគុណទៅ បេដាសុខភាពប្រសើរជាងមុនទេ សុខភាពបៃតាមិនបញ្ហាទេឈិងយីអើខ្ញុំប្រគល់ឈិងអ៊ីងឲ្យទៅឯងហើយណាម្ចាស់ទេពកំរំអីចិត្តនេះខ្ញុំមិនក្បត់នឹងឈិងអ៊ីងទេ